ជំរាបសួរជាសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែលមកសម្រាប់សាររឿងថ្មីដែលមានចំណងជើងថាហាត់ប្រាណខ្លាចជាអ្នកខ្លាំងតើបើចង់ដឹងទៅសាច់រឿងនឹងវាល្អមកយ៉ាងណាចូលទៅទស្សនាទាំងអស់គ្នាទៅបាទហើយអ្នកនរគ្នាដល់កន្លែងហ្នឹងសាប់ម្នាក់មួយចុចសាប់ម្នាក់មួយដែលមិនតាមបានសាប់ម្នាក់មួយទេបាទហើយអមានអរគុណគ្រាទុកជាមុនបាទដោយផ្ដាំសាររឿងដំបូងនៅក្នុងទីក្រុងមួយយើងមកឃើញអាប៉ែម្នាក់កំពុងតែ push up នៅក្នុងបន្ទប់របស់គាត់ដែលប៉ែម្នាក់នោះគឺជាតើឯប្រុសរបស់យើងនឹងឯងហើយក៏បាន push up ផងក៏បានរាប់ផង9989ហើយនៅពេលនោះក៏បានឈប់សម្រាកដោយសារតែវាហត់ខ្លាំងពេកហើយនៅពេលនោះតែប្រុសរបស់យើងក៏បាននិយាយថាក៏ត្រូវ push up ឲ្យបាន 10000 ដងបន្ទាប់មកក៏មាននរណាម្នាក់បានបើកទ្វេហើយក៏បាននិយាយថាតោះយើងចាប់ឡាយកម្មវិធីដាក់កម្លាំងថាមពលបានចាប់ផ្ដើមហើយអាប៉ែម្នាក់នោះក៏បានទៅចាប់ទែងតួឯប្រុសរបស់យើងដើម្បីទៅកន្លែងតែកម្លាំងថាមពលនោះអាប៉ែនោះប្រហែលជាមិត្តភក្តិតួឯប្រុសរបស់យើងនឹងឯងគ្នាចំណែកតួឯប្រុសរបស់យើងវិញក៏បានប្រាប់ទៅកាន់អាប៉ែនោះវិញថាជប់សិនចាំ push up ឲ្យបាន 10000 សិនអាបយូហើយអាប៉ែនោះមានស្ដាប់អីក៏ចាប់ទែងដៃតើឯប្រុសរបស់យើងទៅបាត់ទៅហើយសាររឿងរបស់យើងក៏បានកាត់មកកន្លែងដាស់កម្លាំងថាមពលហើយក៏មានមនុស្ស3នាក់បាននិយាយថាមកទល់នៅពេលនេះគ្មាននរណាម្នាក់បានដាស់កម្លាំងថាមពលដ៏ខ្លាំងក្លាមួយនៅឡើយទេហើយអាប៉ែមនុស្សក៏បាននិយាយថាគេមកនេះដើម្បីជួបបងស្រីមូរងហើយអត់ដឹងថាបងស្រីមូរងនឹងម្នាក់ណាទេបាទនៅពេលនោះតើឯប្រុសរបស់យើងនិងមិត្តភក្តិរបស់គាត់ក៏បានមកដល់ទីនោះផងដែរមកទល់នឹងពេលនេះតើតួឯប្រុសរបស់យើងក៏ព្រមណែនាំខ្លួនដែលគាត់មានឈ្មោះថាស៊ូឈិនអ្នកនរគ្នាកន្លែងហ្នឹងប្រហែលជាកន្លែងដាស់កម្លាំងក្បាច់គុណនេះមិនមែនកម្លាំងថាមពលទេហើយគេក៏បានបង្ហាញថាក្បាច់គុណគឺមានរាប់ពាន់ហើយវាក៏បានបែងចែកជាជំនាញប្រយុទ្ធហើយនៅពេលនោះមាននារីម្នាក់បានដាស់កម្លាំងក្បាច់គុណដែលនារីម្នាក់នោះក៏មានឈ្មោះថាចៅលូដែលកម្លាំងក្បាច់គុណរបស់អ្នកដែលបានដាស់នោះគឺជាមីដែលហៅបានថាអ្នកប្រើថាមពលវេទមន្តនេះឯងហើយនៅពេលនោះមិត្តភក្តិរបស់តើឯប្រុសរបស់យើងក៏បាននិយាយទៅកាន់តើឯប្រុសរបស់យើងថាស៊ូឈិនតាមតែខ្ញុំអាចចាំបានម្នាក់នោះគឺជាមិត្តស្រីរបស់ឯងថ្មីនេះតែមែនទេហើយនៅពេលនោះតើឯប្រុសរបស់យើងក៏បានគិតទៅបន្តិចចំណែកឯកញ្ញាលូវិញគឺមានបរិបរជាច្រើនបានដេញតាមនាងអាមួយនេះសុំទៅហ្វឹកហាត់ក្បាច់គុណជាមួយអាមួយនោះវិញសុំហៅទៅញ៉ាំអីពេលល្ងាចហើយអាខ្លះទៀតសុំលេខទូរស័ព្ទពិតជាអញ្ញាញ៉ៃខ្លាំងមែនតើហើយតែគេស្រីស្អាតអញ្ចឹងនៅពេលនោះកញ្ញាលូគេក៏បានក្រឡោះសក់បន្តិចហើយគេក៏បាននិយាយថាខ្ញុំចៅលូហើយចុចអញ្ចឹងទៅដោយសារបបហាត់ចេញហើយនៅពេលនោះតើឯប្រុសរបស់យើងក៏បានអបអរសាទរទៅកាន់នាងតែនាងវិញគឺពិតជាខ្មៅខ្លាំងមែនតើហើយនៅពេលនោះកញ្ញាលូក៏បាននិយាយទៅកាន់តើឯប្រុសរបស់យើងថាមកតនពេលល្អណាស់ចូលយើងបែកគ្នាទៅហើយនាងក៏បានដកបញ្ជីក្បាលឆ្កែមកមើលដែលមានសារតែឈ្មោះសង្សារចាស់របស់នាងទាំងអស់ហើយវាក៏ពិតជាច្រើនខ្លាំងមែនតើនៅពេលនោះនាងក៏បានបិទសភៅវិញធ្វើឲ្យតួឯប្រុសរបស់យើងក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយគាត់បានចាញ់បោកកញ្ញាម្នាក់នេះនៅពេលនោះមានអាប៉ែក្បាលអាចម្នាក់ក៏បានដើរមកហើយក៏បានញ៉ាយទៅកាន់កញ្ញាលូដែលប៉ែហ្នឹងគឺទៅតែបានដាស់កម្លាំងថាមពល Rapid Fire ដែលហៅបានមួយទៀតថាលបឿនផ្លូវតែយ៉ាដឹងថាលបឿនផ្លូវហ្នឹងមិនទេចាំមើលទៅហើយវាក៏បាននិយាយទៅកាន់កញ្ញាលូទៀតថាទោះវាមិនខ្លាំងដូច Magic របស់កញ្ញាលូក៏ដោយក៏ប៉ុន្តែវាក៏ជាចំណេញខ្លាំងមួយផងដែរហើយវាក៏បាននិយាយថានៅយប់នេះទៅជួបលៀងទាំងអស់គ្នាអ្នកគ្នាអាប៉ែហ្នឹងឈ្មោះលីងឆៅអាប៉ែក្បាលអាចទាំងហើយនៅពេលនោះកញ្ញាលូក៏បាននិយាយទៅកាន់អាប៉ែលីងឆៅនឹងថាអើយប្រាក់លីងឆៅអូនចូលចិត្តញ៉ាំអាហារសមុទ្រធ្វើឲ្យតើឯប្រុសរបស់យើងក៏ពិតជាមានការកាំងខ្លាំងមែនតើហើយអាប៉ែលីងឆៅនោះក៏ធ្វើសុភាពបរោះគេក៏បាននិយាយថាតួអូនចង់បានផ្កាយទៀតក៏បងចាប់ឲ្យអូនដែរ baby I love you ហើយនៅពេលនោះអាប៉ែលីងឆៅក៏បាននិយាយទៅកាន់តួឯប្រុសរបស់យើងនិងមិត្តភក្តិរបស់គាត់ថាវាកំពុងតែត្រូវការអ្នកបម្រើតាពីអ្នកហ្នឹងអាមួយណាចង់ទៅធ្វើការឲ្យវាហើយនៅពេលនោះមិត្តភក្តិរបស់តួឯប្រុសរបស់យើងគាត់ក៏បាននិយាយទៅកាន់អាប៉ែលីងឆៅថាឯងក៏គិតបានវិញឆ្ងាយម៉ែអសចង់យកគេធ្វើអ្នកបម្រើស៊ូឈិនមិនតបានដាស់ធម្មពលរបស់គាត់នៅឡើយទេប្រយ័ត្នតែគាត់ដាស់ធម្មពលទៅហើយសុំតោះគាត់វើយហើយដល់ពេលនោះអាប៉ែលីងឆៅក៏បាននិយាយទៅវិញថាឈប់ស្រមៃទៅអើយអញដឹងហើយឯងនេះគ្មានសំបីតែ 20% ផងនៅក្នុងការដាស់កម្លាំងធម្មពលកុំស្រមៃទៅដល់អាខ្លាំងសំបីតែអាកាមួយហ្នឹងក៏អញសម័យមិនឃើញឯងផងតលទៅដូចអញចេះអញទទួលបានអាហារបំពន់ខាងវិញ្ញាណតាំងពីកំណើតមកម្លេះនៅពេលនោះតើប្រុសរបស់យើងក៏បាននិយាយទៅកាន់វាថាដល់វេនអញហើយវើយហើយតើប្រុសរបស់យើងក៏បាននិយាយទៅកាន់វាទៀតថាអញនឹងឲ្យលុតចង្គង់ហើយហៅអញថាប៉ាប៉ាNice ដែលធ្វើឲ្យមនុស្សក៏ពិតជាខ្លាំងមែនតែនៅពេលនោះក៏ដាស់ក្បាច់គុណតួឯប្រុសរបស់យើងក៏បានចាប់ផ្ដើមហើយគឺថាតួឯប្រុសរបស់យើងគឺគ្មានក្បាច់គុណអីសំបីតែមួយបៀដែលធ្វើឲ្យអាលីងសោនោះគឺសោចង់អាយ៉ាស់មកទៅហើយអានេះសម្រាប់ចំទូយោហ្មងចំណែកពួកអាដែរអាចចែមវិញក៏បាននិយាយគ្នាថាវាមិនដែលមានមនុស្សដែលមិនអាចដាស់ធម្មពលបានចំណែកតួឯប្រុសរបស់យើងវិញក៏បាននិយាយទាំងឈឺចិត្ត
ថាជួយវាមិនដែលយ៉ាងណាក៏ឲ្យស្គីប្រយុទ្ធកាដែរតែនេះអត់សោះហើយដល់ពេលនោះអាលីងឆាក៏បានស្រ័យទៅកាន់តើឯប្រុសរបស់យើងថាអេចង់វិញមកអើយកុំឲ្យខ្មាស់គេហើយផ្ទៃមិញដល់ពេលនោះក៏មានការប្រែប្រួលភ្លាមមានគោមានរន្ទះធ្វើឲ្យអ្នកទាំងអស់គ្នានៅទីនោះក៏ពិតជាមានការផ្ទះផ្អើលខ្លាំងមែនទែនហើយតើឯប្រុសរបស់យើងក៏បាននិយាយថាគាត់ដឹងថាវានឹងមិនបញ្ចប់នៅត្រឹមនេះទេការភ្ញាក់ថាមពលរបស់គាត់គឺត្រូវតែខ្លាំងក្លាបំផុតអ្នកទាំងអស់គ្នាក៏បានគិតយ៉ាងវែងឆ្ងាយក៏ប៉ុន្តែតាមពិតវាមិនដូចការគិតនោះទេហើយនៅពេលនោះផ្ទៃមេក៏បានប្រែប្រួលខ្លាំងមែនទែនហើយក៏មានចៅមួយបានលូកចេញមកដែលមានតែក្រញាំស្រួចខ្លាំងមែនទែនដែលនោះវាគឺជាក្រញាំចៅរបស់សត្វនេកនោះឯងគ្រាន់តែវាចង់មកដល់ភ្លាមវាបានសម្លាប់មនុស្សអស់ជាច្រើនអ្នកហើយវាក៏ប្រងនឹងចន់ទៅឯប្រុសរបស់យើងតែត្រូវទៅឯប្រុសរបស់យើងក៏បានគេចផុតវាក៏បានបញ្ចេញថាមពលវាប្រហារទៅឯប្រុសរបស់យើងហើយដល់ពេលនោះក៏មានចៅខ្លាំងពី3នាក់បានហក់ប្រងទៅវាយអ្នកនោះតែត្រូវអ្នកនោះកំចាត់យ៉ាងស៊ីផុយដែលធ្វើឲ្យពួកអដែននោះបានទៅបើកលុយបាត់ទៅហើយអ្នកទាំងអស់គ្នានោះក៏បាននាំគ្នារត់ចែកចែងទៅកាន់កន្លែងសុវត្ថិភាពអស់ទៅចំណែកមិត្តភក្តិរបស់តើប្រុសរបស់យើងវិញបន្ទាប់ពីរត់បាត់តើប្រុសរបស់យើងវាក៏បានងាកក្រៅហើយវាក៏បាននិយាយថាអីអាលបយូឲ្យនៅដងការទៀតងាប់ជួយម៉ែលើហើយហត់មកហើយដល់ពេលនោះលេងសើវាក៏បានងាកទៅវាក៏បាននិយាយថាងាប់ដល់ទៅយ៉ាងចំណែកមិត្តភក្តិរបស់គាត់វិញគឺគិតតែស្រែកហេមកលឿនមកហត់មកចំណែកតើឯប្រុសរបស់យើងវិញក៏បានសួរទៅកាន់អ្នកថាតើខ្ញុំអាចរត់បានទេវាគឺពិតជាគួរឲ្យអស់សម្លឹងខ្លាំងមែនតើខ្លាំងណាស់ទៅសួរអ្នកហើយអ្នកនោះបំរុងនឹងខំស៊ីគាត់ទៅហើយក៏ប៉ុន្តែគាត់ក៏បានប្រាប់អ្នកនោះថាឈប់សិនចាំតិចហើយនៅពេលនោះតើឯប្រុសរបស់យើងក៏បានពូស្អាតបន្តឲ្យបានគ្រប់10000ដែលធ្វើឲ្យអ្នកទាំងអស់គ្នាគឺពិតជាស្រឡាញ់កាំងនឹងហួសចិត្តនឹងតើឯប្រុសរបស់យើងខ្លាំងមែនតើដំណាក់កាលនេះហើយគាត់នៅពូស្អាតទៀតតែអ្នកគ្នាមានសម្បារកន្លែងហ្នឹងមួយចាស់គឺតើឯប្រុសរបស់យើងគាត់មានប្រព័ន្ធចាំឲ្យគាត់ពូស្អាតបាន10000អ្នកទាំងអស់គ្នានឹងដឹងហើយនៅពេលនោះប៉ែលីងសៀវវាក៏បាននិយាយថាកុំគិតច្រើនអីអាម្នាក់ទៀតវានឹងងាប់ហើយស្រោចជាមួយនឹងពេលនោះផងដែរតើឯប្រុសរបស់យើងក៏បានពូស្អាតគ្រប់10000ហើយនៅពេលនោះប្រព័ន្ធក៏បានលោតមកហើយវាក៏បានអបអរទៅកាន់តើឯប្រុសរបស់យើងដែលបានធ្វើភារកិច្ចបានជោគជ័យហើយរង្វាន់ដែលតើឯប្រុសរបស់យើងបានទទួលបាននោះគឺកណ្ដាប់ដៃធម្មពលចំណែកតើឯប្រុសរបស់យើងវិញក៏បាននិយាយថាកណ្ដាប់ដៃមែនទេតែក្បាច់កុននេះគឺមានកម្លាំងខ្លាំងដែរឬទេហើយប្រព័ន្ធក៏បានប្រាប់ទៅកាន់តើឯប្រុសរបស់យើងថាលោកម្ចាស់អាចសាកវាបានថាវាខ្លាំងឬមិនខ្លាំងហើយដល់ពេលនោះអ្នកនោះប្រងនឹងវាយប្រហារទៅកាន់តើឯប្រុសរបស់យើងហើយដល់ពេលនោះក៏មានចៅសក់ក្រហមម្នាក់បានជិះដើរមកដល់ចំណែកតើឯប្រុសរបស់យើងវិញក៏បានបញ្ចេញកណ្ដាប់ដៃធម្មពលរបស់គាត់ដែលមានពណ៌មាសចំណែកចៅសក់ក្រហមវិញក៏បានបញ្ចេញស្នៀតដៃរបស់គាត់ដាក់អ្នកនោះត្រូវចំនួន2ដៃចំណែកតើឯប្រុសរបស់យើងវិញក៏ជាអ្នកបង្ហើយក៏បានដាក់អ្នកនោះមួយកណ្ដាប់ដៃធម្មពលផ្ទុះផាំងដែលធ្វើឲ្យសាច់រឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ admin ទាំងម្ដងរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាណាបាទពីខ្ញុំបាទ HD សម្រាប់រឿងជួបគ្នានៅវីដេអូក្រោយភេទថ្មីទាំងអស់គ្នាបាយបាយតពីតឯប្រុសរបស់យើងក៏បានវាយអ្នកនោះសម្លាប់ចោលហើយអ្នកទាំងអស់គ្នាគឺមិនបានគិតថាតឯប្រុសរបស់យើងអ្នកសម្លាប់អ្នកនោះទេគឺគេគិតថាកញ្ញាសក់ក្រហមដែលកញ្ញាសក់ក្រហមនោះមានឈ្មោះថាកញ្ញាមូរងចំណែកឯកញ្ញាមូរងវិញនាងក៏បាននិយាយថាមិញអញមិនមែនសម្លាប់អ្នកណាចុះពីណាគេមានតែប៉ែនោះចំណែកតឯប្រុសរបស់យើងវិញក៏បាននិយាយថាកណ្ដាប់ដៃនេះគឺពិតជាខ្លាំងណាស់ប្រព័ន្ធខ្ញុំស្រឡាញ់អ្នកប្រសិនបើអ្នកមានការងារអ្វីខ្ញុំធ្វើទេខ្ញុំនឹងធ្វើហើយនៅពេលនោះអាលីងឆាវាក៏បាននិយាយថាមិនត្រឹមតែជានិស្សិតបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាទី2នោះទេក៏ប៉ុន្តែនាងក៏អាចសម្លាប់អ្នកកម្រិតBបានទៀតគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែននៅពេលនោះកញ្ញាមូរងក៏បានហក់ចុះមកហើយនាងក៏បាននិយាយថាដែររបស់នាងអំបញ្ញមិញគឺមិនបានសម្លាប់អ្នកនោះទេវាប្រហែលជាគាត់ម្នាក់នោះហើយដែលបានសម្លាប់អ្នកមួយនោះហើយនៅពេលនោះក៏មានអបិអាយខ្មៅម្នាក់ក៏បានដើរទៅកន្លែងកញ្ញាមូរងហើយគេក៏បានណែនាំខ្លួនថាគេគឺជានាយកសាលាថ្មីហើយយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំកញ្ញាមូរងមកទីនេះហើយនៅពេលនោះនាយកសាលានោះក៏បានដេញទៅឯប្រុសរបស់យើងឲ្យចេញហើយកញ្ញាមូរងក៏បានកោតកោតកុំឲ្យដេញតួឯប្រុសរបស់យើងចេញនៅពេលនោះប្រព័ន្ធក៏បានលោតមកប្រាប់តើឯប្រុសរបស់យើងថាឲ្យតើឯប្រុសរបស់យើងនឹងនិយាយពាក្យថាខ្ញុំស្រឡាញ់អ្នកទៅកាន់កញ្ញាមូរងឲ្យបាន100ដងប្រព័ន្ធនេះចេញមកចង់ធ្វើបាបតើឯប្រុសយកតែម្ដងគ្នាហើយដល់ពេលនោះតើឯប្រុសរបស់យើងក៏បាននិយាយថាតើវាមិនធ្ងន់ធ្ងរពេកទេពេលទាំងនេះគឺវាពិបាកនិយាយណាស់សម្រាប់ខ្ញុំហើយដល់ពេលនោះកញ្ញាមូរងក៏បានសួរទៅកាន់តើឯប្រុសរបស់យើងថាតើគាត់មានឈ្មោះអ្វីដែរចំណែកតើឯប្រុសរបស់យើងវិញបើកញ្ញាមូរងក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើចំណែកគ្រូនាយកវិញក៏បាននិយាយថាឯងកំពុងនិយាយអីហ្នឹងអាពងក្តោចំណែកកញ្ញាមូរងវិញក៏បាននិយាយទៅកាន់តើឯប្រុសរបស់យើងថាខ្ញុំគ្រាន់តែសួរអំពីអ្នកនេះក៏តែឥឡូវនេះអ្នកចេញទៅចំណែកតើឯប្រុសរបស់យើងវិញក៏គិតទៅស្រ័យ I love you ហើយនៅពេលនោះលោកគ្រូនាយកក៏បានគាត់ដែរមកចាប់អស់កវិញចេញទៅលឿនហើយលឿនឡើងមកអញចាប់វាអត់ឈ្នះទេហើយនៅពេលនោះអាពីរនាក់វាចាប់អស់អាម្នាក់វាឡើង3នាក់ដើរចេញទៅក្រៅបាត់ទៅហើយនៅពេលនោះអាលីងឆាវាក៏បាននិយាយថាវាក៏ពិតជាគួរឲ្យអស់សម្លាប់ខ្លាំងណាស់ម្នាក់ឡើងបែកហ្នឹងចំណែកកញ្ញាលូ
វិញក៏បាននិយាយទៅកាន់អាលីងសៀវថាខ្ញុំត្រូវការអ្នកមកធ្វើជាមិត្តប្រុសរបស់ខ្ញុំហើយអាលីងសៀវវាក៏បានតបទៅវិញថាតែយើងស្គាល់គ្នាបានយូរប៉ុណ្ណាហើយវាលឿនពេកតែដឹងចំណែកកញ្ញាលូវិញក៏បាននិយាយថាអ្នកគឺជាមិត្តប្រុសរបស់ខ្ញុំហើយពេលនេះហើយនេះគឺជាសភៅបញ្ជាក់អំពីការងាររបស់អ្នកដែលធ្វើឲ្យអាមនុស្សក៏ពិតជាកាំងខ្លាំងមែនតើហើយវាក៏បានយល់ព្រមហើយកាត់មកខាងក្រៅវិញប៉ាដៃនៅបានបោះទៅឯប្រុសរបស់យើងហើយវាក៏បាននិយាយថាហើយឈួតមែនណាហើយពួកវាក៏បានដើរទៅវិញទៅចំណែកទៅឯប្រុសរបស់យើងវិញក៏បាននិយាយថា100ដងទោះបីជាវាពិបាកមែនក៏ប៉ុន្តែអ្វីក៏ដោយក៏ត្រូវការកាត់ខំប្រឹងប្រែងដែរនៅពេលនោះក៏មានប៉ាដៃគីកាចំនួន3នាក់វាបានមករករឿងទៅឯប្រុសរបស់យើងហើយមិនដឹងវិញនិយាយស្អីខ្លះទេបកប្រែចេញផងហើយនៅពេលនៅតែឯប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាប៉ែនេះគេមានឈ្មោះថាស៊ឺលីដែលមានអាយុប្រហែល40ឆ្នាំហើយនៅពេលនោះតែឯប្រុសរបស់យើងក៏បានគិតថាជីវិតម្ចាស់ដើមរបស់រូបរាងកាយនេះគឺពិតជាពិបាកវេទនាណាស់ត្រូវគេមិនយកចិត្តទុកដាក់ហើយនៅសាលារៀនត្រូវគេបូលីទៀតនៅពេលមកដល់ផ្ទះប្រាប់អ្នកមិញរបស់គាត់អ្នកមិញរបស់គាត់គ្រាន់តែប្រាប់ថាបំភ្លេចវាចោលទៅអ្នកនរគ្នាសម្បើកវងកញ្ចក់បន្តិចទៅឯប្រុសរបស់យើងប្រហែលជាគាត់មិនម្ចាស់រូបរាងកាយនឹងទេគឺគាត់ប្រហែលជាឆ្លងភពមកអីចឹងណាតែមានអត់ច្បាស់ទេចាំមើលទៅភាពបន្តទៀតសិនហើយនៅពេលនោះអប៉ែស៊ឺលីក៏បាននិយាយទៅកាន់ទៅឯប្រុសរបស់យើងថាឲ្យលុយអញភ្លាមប្រយ័ត្នអញវាយងាប់ហើយទៅឯប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាអញបានឆ្លងភពមកទីនេះអញមិនមែនម្ចាស់ដើមទេវើយដូច្នេះហើយចាំមើលងាយអញមិនកើតនៅពេលនៅតែឯប្រុសរបស់យើងក៏បានហក់ទៅវាយវេដាក់ម្ដាយផាំងប៉ាខ្លួនឯងទៅក្រោយចង់100ម៉ែត្រក៏ពិតជាគួរឲ្យអស់សំណើចខ្លាំងមែនតើហើយទៅឯប្រុសរបស់យើងក៏បាននិយាយថាចុះមិនបណ្ដាកម្លាំងថាមពលអត់បានអញ្ចឹងហើយនៅពេលនោះអប៉ែលីវាក៏បាននិយាយថាកូនមនញៀបហ៊ានវាយអញផងហើយអាពីរអ្នកនៅវិញវាក៏បាននិយាយថាម្នេះប្រហែលជាស្គាល់លបងលីទេហើយចាំមើលដល់តុហើយអានាងអាកូនមននេះមិនអាចដាក់កម្លាំងថាមពលបានហើយលបងលីជួយវាវាយហើយវាវាយលបងលីគ្មានជ្រុះសំបីតសក់មួយហើយនៅពេលនោះអប៉ែលីក៏បានទន្ទ្រាំចេះបន្តិចធ្វើឲ្យកន្លែងនោះឡើងប្រេះហើយវាក៏បាននិយាយថាបើឲ្យមិនឲ្យអញ$10000ទេអញនឹងវាយហើយងាប់ហើយតែប្រុសរបស់យើងក៏បាននិយាយថាទៅពេលខ្ញុំបន្តិចទៅខ្ញុំនឹងប្រមូលលុយមកឲ្យលោកហើយនៅពេលនោះវាក៏បានបន្លែងតែប្រុសរបស់យើងហើយវាក៏បាននិយាយថាទៅពេលឲ្យហែងកន្លះថ្ងៃទីចុះហើយវាក៏បាននាំបាក់ពួកវាដើរទៅបាត់ទៅហើយនៅពេលនោះតែប្រុសរបស់យើងក៏បានរត់ទៅរកកញ្ញាមូរងព្រោះកញ្ញាមូរងនៅមិននៅក្នុងសាលានេះយូរពេកទេនៅពេលនោះតែប្រុសរបស់យើងក៏បានរត់ទៅចូលនៅកន្លែងមួយហើយក៏បានងាកទៅឃើញកញ្ញាមូរងកំពុងតែដើរជាមួយនឹងលោកគ្រូនាយកហើយតែប្រុសរបស់យើងក៏បានរត់ទៅស្កាត់មុខហើយក៏បាននិយាយថា I love you អានឹងទៀតបដៃចាប់វាយករបស់ចោលទៅហើយនៅពេលនោះគេកំពុងតែពិភាក្សាគ្នាចំណែកតួឯប្រុសរបស់យើងវិញឡើងទៅលើដើមឈើហើយស្រែកហើយលោកគ្រូក៏បាននិយាយថាស្អីគេអានឹងទៀតហើយក៏បានទៅកាន់កញ្ញាមូរងថាកុំខ្វល់ពីវាអីវាមិនបានដាក់កម្លាំងធម៌ពលអញ្ចឹងឯងហើយកញ្ញាមូរងក៏បានគិតក្នុងចិត្តថាអូមិនបានដាក់កម្លាំងធម៌ពលទេអញ្ចឹងការសម្លាប់អ្នកក៏មិនបានតេតងនឹងគាត់ដែរហើយកញ្ញាមូរងក៏បានបញ្ចេញដើរមកហើយនេះក៏បានជិះដើរនៅចាប់ទាញទៅឯប្រុសរបស់យើងទៅលើអាកាសធ្វើឲ្យទៅឯប្រុសរបស់យើងក៏ពិតជាភ័យខ្លាំងមែនតើជាមួយនឹងកម្ពស់នេះគឺវាពិតជាខ្ពស់ខ្លាំងណាស់នៅពេលឡើងដល់កម្ពស់សមស្របមួយហើយកញ្ញាមូរងក៏បានសួរទៅកាន់តែឯប្រុសរបស់យើងថាមិនបានគាត់ធ្វើបែបនេះហើយតែឯប្រុសរបស់យើងក៏បានប្រាប់ទៅកាន់នាងមានថាគាត់គ្រាន់តែលេងសើចនោះទេលេងសើចមែនទៅអញ្ចឹងហើយនាងក៏បានបន្លាញទៅឯប្រុសរបស់យើងទៅក្រៅណាទៅឯប្រុសរបស់យើងវិញក៏ពិតជាភ័យខ្លាំងមែនតើគឺថាធ្លាក់ចិត្តដល់ដីហើយស្រែកផងអីផងងាប់អញងាប់ហើយលើកនេះងាប់ហើយដល់ពេលនោះតែឯប្រុសរបស់យើងក៏ពិតជាអស់សង្ឃឹមក្នុងជីវិតខ្លាំងមែនតើហើយព្រោះដៃនោះវាក៏បាននិយាយថាវាធ្លាក់មកហើយនោះវាធ្លាក់មកហើយតែឯប្រុសរបស់យើងវិញចិត្តងាប់ហើយអញងាប់ហើយងាប់ហើយងាប់ក៏ប៉ុន្តែទាំងអស់នេះគ្រាន់តែកញ្ញាមូរងគាត់លេងសើចជាមួយនឹងតួឯប្រុសរបស់យើងតែប៉ុណ្ណោះហើយនាងក៏បានចុះមកយកតួឯប្រុសរបស់យើងវិញហើយនាងក៏បាននិយាយថាលេងសើចហ្នឹងណាហើយនៅពេលនោះកញ្ញាមូរងក៏បានដាក់តួឯប្រុសរបស់យើងចោលហើយនាងក៏បាននិយាយទៅកាន់នាយកសាលាថានាយកសាលារឿងនេះមុខលុកលុយនេះមិនមែនជារឿងតូចតាចទេខ្ញុំនឹងរាយការណ៍ទៅកាន់ថ្នាក់លើហើយនាងបំរុងនឹងធ្វើដំណើរទៅហើយនាយកសាលាក៏បានហៅនាងឈប់ហើយមិនដឹងអប៉ែហ្នឹងនិយាយអីខ្លះទេបបែគេអត់ចាញ់សោះបែខ្លាំងមែនតើហើយដល់ពេលនោះកញ្ញាមូរងក៏បានបោះកាត VIP ពណ៌ខ្មៅមួយទៅឲ្យលោកគ្រូនាយកហើយកាតនេះដែរគឺជាកាតចូលសាលាមហាវិទ្យាល័យធានហ្វូហើយនៅពេលនោះកញ្ញាមូរងក៏បានហត់ទៅហើយនាងក៏បាននិយាយថាកន្លែងក្នុងការសាកល្បងសិស្សថ្មីខ្ញុំបានជួយគាត់ឲ្យទទួលបានចំណេញដែលមិនត្រូវការសម្រាប់វិជ្ជាជីវៈហើយវាធ្វើឲ្យគ្រូទាំងអស់គ្នានោះក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើជាមួយនឹងអំណោយនេះពួកគេក៏អាចធ្វើការសាកល្បងគឺបានយ៉ាងល្អតែម្ដងហើយសាច់រឿងរបស់យើងក៏បានកាត់មកនៅពេលដែលតួឯប្រុសរបស់យើងគាត់បានដើរចូលទៅក្នុងអាផាតមិនរបស់គាត់គ្នាយើងមើលលេងទៅគឺអាប៉ែលីនៅពីក្រោយក្នុងតួឯប្រុសរបស់យើងជាមួយនឹងកូនចៅរបស់វាហើយនៅពេលដែលតួឯប្រុសរបស់យើងបានដើរចូលទៅក្នុងបន្ទប់អាផាតមិនរបស់គាត់បានហើយនៅពេលនោះកូនចៅវាម្នាក់ក៏បាននិយាយទៅកាន់វាថាអានោះវាមកវិញហើយអាប៉ែលីហ្នឹងក៏បាននិយាយទៅកាន់តួឯប្រុសរបស់យើងថាអេឲ្យបានលុយ10000យន់អត់ sorry ផងគ្នាយ៉ាងកន្លែងនោះវាទេលុយ10000យន់មិន10000ឡាយហើយនៅពេលនោះក៏
ធ្វើមនុស្សក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើវាថាកម្លាំងនេះក៏ពិតជាខ្លាំងក្លាណាស់តែហេតុអ្វីបានជាគាត់គឺមិនបានដាស់កម្លាំងធម្មពលអញ្ចឹងឯងកុំនិយាយច្រើនអានឹងអាចកម្បាំងរបស់ឯងទេបិទមាត់ឯងឲ្យបានស្រួលទៅឯងហើយនៅពេលនោះតើឯងប្រុសរបស់យើងក៏បានទៅផ្ទះវេមួយកំភ្លៀងហើយក៏សួរវេពី3ម៉ាត់ហើយក៏សាច់រឿងរបស់យើងកាត់មកកន្លែងមួយគ្រូនាយកបានឲ្យអ្នកទាំងអស់គ្នាមកជុំគ្នាហើយក៏បាននិយាយថាកាលពីម្សិលមិញអ្នកទាំងអស់គ្នាបានដាស់កម្លាំងក្បាច់គុណហើយការប្រឡងមួយខែទៀតអ្នកទាំងអស់គ្នាត្រូវតែខិតខំតស៊ូយ៉ាងខ្លាំងដើម្បីឈានទៅដំណាក់កាលបន្តការសាកល្បងនេះនឹងធ្វើឡើងដោយមហាវិទ្យាល័យទី1ទី2ទី3រួមបញ្ចូលគ្នាហើយសូមព្យាយាមកុំឲ្យមានចំនួនរវាងគ្នានឹងគ្នាហើយអ្នកទាំងអស់គ្នាត្រូវតែបង្កើតក្រុមជា3ក្រុមហើយក៏បានឲ្យអ្នកទាំងអស់គ្នានៅបង្កើតក្រុមឥឡូវនេះហើយបើអត់ដែរវាក៏បាននិយាយគ្នាអាខ្លះចង់ចូលសាកលវិទ្យាល័យកម្រិតទី1អាខ្លះវាចង់បានកម្រិតផ្កាយទី2ទី3អញ្ចឹងទៅហើយអាខ្លះទេវាចង់ធ្វើជំនួយការរបស់កញ្ញាមូរងចំណែកតែឯប្រុសរបស់យើងវិញក៏បានឈោធ្វើលើនៅពេលនោះពុំម៉ាក់គាត់ក៏បានហៅគាត់ហើយតែឯប្រុសរបស់យើងក៏បានសួរទៅកាន់អាប៉ែនោះវិញថាតើឯងអត់ចង់យកអ្នកផ្សេងទេមែនបានមកយកអញណែអាប៉ែនោះវិញវាក៏បាននិយាយថាអញអត់ចង់យកអ្នកផ្សេងទេអញចង់ធ្វើការងារមួយហើយនៅពេលនោះនាយកសាលាក៏បានឆ្លើយទៅកាន់ស៊ូឆិននិងមិត្តភក្តិរបស់គាត់ថាហើយស៊ូឆិននោះធ្វើការអីគេដែរចង់ធ្វើជាអ្នកបម្រើគេមែនណាហើយនៅពេលនោះអាលេងសៀវវាក៏បាននិយាយទៅកាន់លោកគ្រូនាយកថាដោយសារតែមិត្តភក្តិរបស់តើឯប្រុសរបស់យើងចង់បានតើឯប្រុសរបស់យើងចង់ឲ្យវាយកគ្នាទៅឲ្យវាធ្វើការជាមួយគ្នាទៅណាមួយនៅក្នុងក្រុមនោះគឺសតែអ្នកមិនមានចំណេញហើយអ្នកខ្លះទៀតក៏គ្មានធម៌ពលវេទមន្តផងហើយនៅពេលនោះក៏មានឧត្តមបេក្ខចក្រមួយបានហមមកហើយក៏មានអាប៉ែម្នាក់បានលោតចុះទៅលើឧត្តមបេក្ខចក្រនោះមកក្រោមហើយនៅពេលនោះលោកគ្រូគាត់ក៏បាននិយាយថាអ្នកទាំងអស់គ្នានៃកិច្ចសិស្សដែលផ្លាស់ប្ដូរមកពី Fur Academy ទៅកាន់ Food Heaven ហើយក៏នឹងចូលរួមជាមួយនឹងពួកយើងនៅក្នុងការធ្វើទស្សនកិច្ចនៅថ្ងៃខាងមុខហើយណែអូនមកចូលមិនណែនាំខ្លួនបន្តិចខ្ញុំគឺជាសិស្សថ្មីដែលបានផ្លាស់ប្ដូរសាលាមកពីសាលាណាណៃនោះមកសាលានេះហើយខ្ញុំបានមកនេះក៏មិនមែនជាសិស្សដែលមានទេពកោសល្យមកពីសាលានោះផងដែរខ្ញុំគឺជាមនុស្សធម្មតានោះទេហើយខ្ញុំក៏មិនសង្ហានោះដែរជាមួយនឹងខ្ញុំនេះដែរក៏មិនល្អដូចគ្នាប្រហែលជាខ្ញុំនិយាយនេះគឺវាមិនកំ plai នោះទេដូច្នេះខ្ញុំគឺមកពីមហាវិទ្យាល័យទី2ខ្ញុំមិនល្អប្រសើរជាងអ្នកទាំងអស់គ្នានោះទេហើយខ្ញុំប្រហែលជាមិនអាចទទួលបានលេខ1នោះដែរដែលវានិយាយតែប៉ុណ្ណេះស្រីគឺថាពេញចិត្តស្ដោកតែម្ដងអានឹងវិញនិយាយ style ដើម្បីតាក់ចិត្តនារីនោះទេគ្នាយើងហើយនៅពេលនោះក៏មានកញ្ញាម្នាក់ក៏បាននិយាយថាតែប្រព័ន្ធណាខ្ញុំឡើងខ្លាចមកនៅក្នុង Fur Academy ទៀតហើយពណ៌ដៃនោះមិនដឹងជាជ្រើមជ្រួសស្អីដែរនោះទេនោះហើយនៅពេលនោះវាក៏បាននិយាយថាវាមកនេះគឺដើម្បីតែកញ្ញាមូរងតែប៉ុណ្ណោះព្រោះឲ្យពណ៌ដៃបាសជើងពីហ្នឹងអ្នកទាំងអស់គ្នាអាប៉ែហ្នឹងគឺមានឈ្មោះថាវ័យពីហួយអញ្ចឹងខ្ញុំហៅវាថាអាប៉ែវ័យហើយនៅពេលនោះលោកគ្រូនាយកក៏បាននិយាយទៅកាន់វាថាវ័យពីហួយអ្នកប្រហែលជានៅក្នុងក្រុមជាមួយនឹងស៊ូឆិនដែលស៊ូឆិននោះគឺគ្មានកម្លាំងក្បាច់គុណអីនោះទេហើយសាច់រឿងរបស់យើងក៏បានកាត់មកនៅកន្លែងដែលពួកគេទាំងអស់គ្នាត្រូវការធ្វើទស្សនកិច្ចឬកន្លែងធ្វើការតេស្តសាកល្បងនេះឯងហើយនៅពេលនោះតើប្រុសរបស់យើងក៏បាននិយាយថានៅពេលនេះអំណាចទាំង3ត្រូវបានសាកល្បងនៅក្នុងពេលតែមួយហើយអ្នកខ្លះគេក៏បាននិយាយថាគេគឺមិនខ្លាចសត្វចម្លែកនៅក្នុងការសាកល្បងនេះទេហើយចំណែកឯអ្នកខ្លះទៀតគេក៏បាននិយាយថាសត្វចម្លែកនៅក្នុងការតេស្តសាកល្បងនេះគឺវាមិនងាយស្រួលដោះស្រាយនោះទេហើយក៏មានសិស្សខ្លះទៀតបានដើរចូលទៅបណ្ដាផងដែរចំណែកតែប្រុសរបស់យើងនិងមិត្តភក្តិរបស់គាត់វិញគាត់កំពុងតែអង្គុយលេងហើយនៅពេលនោះមិត្តភក្តិរបស់តើប្រុសរបស់យើងគាត់ក៏បាននិយាយថាបែកវ័យនោះស្អីក៏យកម៉ែគេដើរចូលទៅអស់ហើយហ្នឹងហើយពេលនោះតើប្រុសរបស់យើងក៏បានសួរទៅកាន់មិត្តភក្តិរបស់គាត់ថាតើមិត្តភក្តិរបស់គាត់គឺដាស់ថាមកពលអ្វីដែរហើយមិត្តភក្តិរបស់គាត់ក៏បានប្រាប់ទៅកាន់គាត់វិញថាគឺអ្នកចម្បាំងហើយតើប្រុសរបស់យើងក៏បាននិយាយថាអ្នកចម្បាំងមែនទេគឺវាមិនអាក្រក់នោះទេអ្នកចម្បាំងហ្នឹងអ្នកចម្បាំងប្រែកាយណាគ្នាហើយដល់ពេលនោះតើប្រុសរបស់យើងក៏បានឲ្យមិត្តភក្តិរបស់គាត់ហ្នឹងប្រែកាយឲ្យគាត់មើលដល់ពេលនោះវាក៏បានប្រែកាយទៅឲ្យប្រុសរបស់យើងមើលគឺកាយជាស្រីស្អាតក៏ពិតជាស្រស់ស្អាតខ្លាំងមែនតើហើយដល់ពេលនោះតើប្រុសរបស់យើងក៏បាននិយាយថាអូស៊ីឡុងខ្ញុំវាពិតជាមានគំនិតមួយនិយាយតផុតពីមាត់ផងស៊ីឡុងក៏បានដាក់ទៅឲ្យប្រុសរបស់យើងមួយវត្ថុប៉ៅឡើងចំ100ម៉ែត្រហើយស៊ីឡុងក៏បានសួរទៅកាន់ទៅឲ្យប្រុសរបស់យើងថាតើឯងមិនអីទេមែនណាអាប៉ែអញប្រែកាយហ្នឹងវាចាប់ខាងខ្លាំងណាស់តើវាខាងខ្លាំងវាដាក់ប៉ាំងហើយអញគ្រប់គ្រាន់បានទេវើយហើយអាប៉ែប្រែកាយហ្នឹងគឺវាខាងគ្មានហេតុផលនោះទេតែឃើញដាក់ហើយដល់ពេលនោះអាប៉ែវាយវាក៏បានដើរមកហើយតើឯងប្រុសរបស់យើងក៏បានសួរទៅកាន់វាថាឯងដើរបើកភ្នែកមើលអញទេមែនអញចាំឯងហ្នឹងឡើងកន្លះថ្ងៃហើយហើយឯងហ្នឹងឯងចាំអញទៅហើយចុះបើនាយកសាលាអញសហការជាមួយឯងមកចង់និយាយថាចូលចិត្តនៅម្នាក់ឯងចូលចិត្តធីមអាប់ជាមួយមនុស្សការទីពួកឯងចង់អញ្ចឹងមើលពាក្យសម្ដីវានិយាយចេញមកអញដឹងថាឈ្មោះរបស់ឯងគឺស៊ូឆិនហើយឯងនឹងមែនដែលបាននិយាយទៅកាន់កញ្ញាមរងជាសាធារណៈថា I love you ឯងពិតជាហ៊ានណាស់ណោស្របពេលជាមួយនឹងគ្នានៅដល់សាច់រឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ admin ទាំងម្ដងរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយភេទថ្មីទាំងអស់គ្នាបាយបាយ
ម្ដងក្បាលសេរីដំបងអប៉ែវ័យក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាតើឯងដឹងដែរឬទេកញ្ញាមូរងគឺជាមនុស្សសំខាន់របស់យើងហើយនាងគឺជាទេពអប្សរនៅក្នុងកៅភ្នែករបស់យើងក៏ប៉ុន្តែឯងមានដឹងដែរឬទេទោះបីជាខ្ញុំមានលេខទូរស័ព្ទរបស់នាងក៏ប៉ុន្តែខ្ញុំមិនដែលហ៊ាននិយាយជាមួយនាងនោះទេដូច្នេះហើយថ្ងៃក្រោយឯងកុំនិយាយពាក្យនេះទៅកាន់នាងទៀតឲ្យសោះហើយវាក៏បានដើរទៅបាត់ទៅនៅពេលដែលវាដើរទៅបាត់ទៅអប៉ែល័យក៏បានមកដល់ផងដែរហើយវាក៏បានសួរទៅកាន់តើឯកប្រុសរបស់យើងថាហេតុអ្វីបានជាអ្នកទាំងពីរនៅឈរនៅកន្លែងនេះចំណែកតើឯកប្រុសរបស់យើងវិញក៏បានតបទៅកាន់អប៉ែល័យវិញថាកំសួរអីក៏ព្រោះថាគ្មានអ្នកណាសហការជាមួយនឹងគាត់នោះតែក្នុងការចូលទៅធ្វើការតេស្តសាកល្បងហើយអប៉ែល័យក៏បាននិយាយថាពួកគេក៏ពិតជាពិការភ្នែកហើយមកទៅបាទអញ្ចឹងមែនទុកឲ្យខ្ញុំអ្នកសហការជាមួយនឹងលោកហើយនៅពេលនោះមិត្តស្រីរបស់អប៉ែវ័យក៏បាននិយាយថាស្អីគេលីលៃកំពុងតែធ្វើស្អីហ្នឹងស៊ូឆាន់គឺជាមនុស្សដែលគ្មានធម៌ពលវេទមន្តអ្វីទាំងអស់ក៏ប៉ុន្តែអប៉ែលីលៃក៏បានតបទៅនាងវិញថាស្អីគេបើមិនដឹងកុំជឿតាយើយស៊ូឆាន់ក៏មានអំណាចខ្លាំងណាស់ហើយនៅពេលនោះនាងម្នាក់ហ្នឹងក៏បាននិយាយទៅកាន់លីលៃទៀតថាប្រសិនបើលីលៃឲ្យស៊ូឆាន់ចូលរួមក្រុមជាមួយនឹងយើងស៊ូឆាន់នឹងបង្កបញ្ហាកាន់តែច្រើនក៏ប៉ុន្តែអប៉ែលីលៃក៏បានតបទៅវិញថាក៏ប៉ុន្តែខ្ញុំចង់ឲ្យគាត់ចូលចង់មិនចុះហើយនៅពេលនោះនាងម្នាក់នោះក៏ធ្វើងងក់បន្តិចហើយគេសួរទៅកាន់លីលៃថារវាងគេហ្នឹងជាមួយនឹងស៊ូឆាន់តើលីលៃយកមួយណាចំណែកលីលៃវិញគាត់គឺជាស៊ីកាម៉ាបយក៏មិនខ្វល់អ្វីទាំងអស់សំខាន់គាត់ទៅយកស៊ូឆាន់ហើយគាត់ដើរតាមស៊ូឆាន់តែម្ដងធ្វើឲ្យកញ្ញាម្នាក់នោះក៏ពិតជាខាងខ្លាំងមែនតើលីលៃខ្ញុំគឺជាមិត្តស្រីរបស់អ្នកណាក៏ប៉ុន្តែស៊ីកាម៉ាបយរបស់យើងខ្វល់អីហើយលីលៃគាត់ក៏បាននិយាយទៅកាន់កញ្ញាម្នាក់នោះថាគាត់គឺមិនខ្វល់នោះទេទៅណាក៏ទៅចំណែកកញ្ញានោះវិញក៏បាននិយាយថាលីលៃអាពងកដោចាំមើលទៅយើងនៅរកក្រុមខ្លាំងដើម្បីចូលរួមហើយកញ្ញានោះជាមួយអប៉ែនោះក៏បានដើរទៅបាត់ទៅធ្វើឲ្យតើឯប្រុសរបស់យើងនិងមិត្តភក្តិរបស់គាត់ក៏ពិតជាកាំងខ្លាំងមែនតើជាមួយនឹងស្នេហារបស់អ្នកទាំងពីរនេះហើយតើឯប្រុសរបស់យើងក៏បាននិយាយកាន់លីលៃថាលីលៃអ្នកក៏ពិតជាស៊ីកាម៉ាមែនគឺពិតជាបរោះពិតតែម្ដងហើយគាត់ក៏បានលើកមេដាយឲ្យលីលៃមួយចំណែកលីលៃក៏លើកមេដាយគាត់វិញផងដែរហើយអ្នកទាំងបីក៏បានធ្វើដំណើរចូលទៅក្នុងការតេស្តសាកល្បងនោះទៅហើយសាច់រឿងក៏បានកាត់មកនៅកន្លែងមួយអ្នកទាំងបីក៏បានស្ពនមកកន្លែងហ្នឹងផងដែរហើយនៅពេលនោះមិត្តភក្តិរបស់តើឯប្រុសរបស់យើងក៏បាននិយាយថានៅក្នុងនេះក៏មានថាមពលវិញ្ញាណតិចតួចណាស់គឺវាខុសពីនៅខាងក្រៅដាច់ចំណែកតើឯប្រុសរបស់យើងវិញក៏បាននិយាយថាមានរលកថាមពលវាហាក់ដូចជាសត្វចម្លែកត្រូវបានសម្អាតដោយនរណាម្នាក់ហើយអ្នកទាំងបីក៏បានធ្វើដំណើរបន្តិចទៅមួយស្របក់ក្រោយមកតើឯប្រុសរបស់យើងក៏បានឃើញបិសាចជ្រូកពី3 4 10ក្បាលនិយាយលេងទេគ្នាយើងតែ2ក្បាលតែប៉ុណ្ណោះហើយនៅពេលនោះលីលៃក៏បាននិយាយថាអូជ្រូកនេះគឺជាបិសាចជ្រូកក្រហមដែលបាននៅក្នុងសភៅសិក្សានោះឯងចំណែកតើឯប្រុសរបស់យើងវិញក៏បាននិយាយថាកំពុងនិយាយពីអីណាហើយនៅពេលនោះគាត់ក៏បានឲ្យអប៉ែលីលៃឡើងទៅសម្រាប់សត្វជ្រូកចំណែកលីលៃក៏បានរុញឲ្យស៊ីឡុងអ្នកឡើងវិញហើយតើឯប្រុសរបស់យើងក៏បាននិយាយទៅកាន់លីលៃថាបើចង់ខ្លាំងមិនឡើងទៅបរយូរហើយនៅពេលនោះអ្នកទាំងពីរក៏បានដេញឲ្យលីលៃទៅឆាប់ចំណែកលីលៃក៏បានដើរចិត្តទៅដល់បិសាចជ្រូកទាំងអស់នោះស្របពេលជាមួយនឹងនោះផងដែរបិសាចជ្រូកទាំងអស់នោះក៏បានរត់ទៅរកគាត់ហើយគាត់ក៏បានដាក់ម្ដាយប៉ាំងបកាច់ងល់បាទាំងពីរចំណែកអ្នកទាំងពីរអ្នកនេះវិញក៏បាននិយាយថាអូលយខ្លាំងមែនតើហើយនៅពេលនោះតើឯប្រុសរបស់យើងក៏បាននិយាយថាចំសលេងអីគេហ្នឹងហើយកន្លែងហ្នឹងកំពុងតែមានរឿងអីកើតឡើងហើយអ្នកទាំងអស់គ្នាមើលទៅគឺសត្វជ្រូកគឺថាច្រើនខ្លាំងមែនតើវាក៏បានរត់សម្ដៅមកកន្លែងអ្នកទាំង3នេះឯងហើយចំណែកលីលៃវិញគាត់ក៏បាននិយាយថាគាត់គឺជាអ្នកចម្បាំងថេងក៏ប៉ុន្តែគាត់គឺមានលក្ខណៈចម្លែកមូលនៅពេលដែលគាត់វាយសត្វចម្លែកណាមួយងាប់វានឹងតាក់ទងសត្វចម្លែកដែលនៅចិត្តនោះមកវាយប្រហារគាត់មកមែននោះហើយពេលនោះពួកគេក៏ Run. តប៉ែខ្លាំងមែនតើចំណែកលីលៃវិញក៏បាននិយាយទៅកាន់អ្នកទាំងពីរថាហេតុអ្វីមិនប្រាប់ខ្ញុំថារត់ហើយសាច់រឿងរបស់យើងក៏បានកាត់មក4អ្នកនេះវិញកញ្ញាលោកក៏បានប្រើធម៌ពលបាល់ភ្លើងព្រះអាទិត្យក្រហមមាញ់ទៅសត្វជ្រូក3ក្បាលច្រឡំមកដឹងតែប៉ុន្មានក្បាលទេហើយពួកវាក៏បានរត់អស់ទៅហើយអប៉ែនោះវាក៏បាននិយាយថាមើលទៅសត្វជ្រូកទាំងអស់នោះវាគឺបានរត់សម្ដៅទៅទិសមួយហើយកញ្ញាលោកក៏បាននិយាយថាប្រសិនបើយើងមិនអាចសម្លាប់បិសាចជ្រូកក្រហមបានទេវានឹងអាចប៉ះពាល់ដល់ការទម្លុះកម្រិតរបស់យើងហើយសាច់រឿងរបស់យើងក៏បានកាត់មកអ្នកតែ3អ្នកនេះវិញស៊ីឡុងក៏បាននិយាយថាស៊ូឆាន់យើងមិនអាចរត់បែបនេះបានទៀតនោះទេហើយវិសាជ្រូកកាន់តែមុខគៀកទៅហើយនៅពេលនៅតែប្រុសរបស់យើងក៏បាននិយាយថាបែរមុខទៅវិញហើយគាត់ក៏បានប្រើកម្ដាប់ដៃថាមពលរបស់គាត់ដាក់មកដៃផាងផ្ទុះដាំងធ្វើឲ្យសត្វជ្រូកទាំងអស់នោះគឺថាងាប់រប៉ាត់រប៉ាយពេញនឹងឯងហើយសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងត្រួតពិនិត្យបន្ទុករបស់សត្វលោកគ្រូនាយកអានកំពុងតែចូលពិនិត្យមើលចំណែកកញ្ញាម្នាក់នោះវិញក៏បាននិយាយថាអ្នកដែលបានមកធ្វើការតេស្តសាកល្បងភាគច្រើនគឺជានិស្សិតដែលមកពីសាលាហើយនៅពេលនោះក៏មានលោកគ្រូម្នាក់ក៏បាននិយាយថាសិ
សាសាឡារបស់គាត់គឺមានឈ្មោះថាសៀវហ៊ូហ៊ូគឺជាប់ចំណាត់ថ្នាក់លេខ2ហើយគាត់ក៏បាននិយាយទៅកាន់លោកនាយកអានថាហើយចុះលោកអានមិននិយាយអ្វីសោះអញ្ចឹងហើយលោកគ្រូអានក៏តបទៅវិញថាអេកំពុងនិយាយអីហ្នឹងសាលារបស់ខ្ញុំមិនបានអាក្រក់នោះទេសិស្សដែលមកពីមហាវិទ្យាល័យទី2របស់ខ្ញុំក៏មានជាប់លេខ4ម្នាក់ផងដែរហើយដល់ពេលនោះលោកគ្រូម្នាក់នោះក៏បាននិយាយទៅកាន់លោកគ្រូអានថាអត់ចេះខ្មាស់គេតែមិនមែនលោកអានដែលហ៊ាននិយាយពាក្យបែបហ្នឹងម្នាក់ដែលជាប់ចំណាត់ថ្នាក់លេខ4នោះគឺជាសិស្សដែលផ្ទេរមកពីមហាវិទ្យាល័យទី1ហើយវាមិនចាត់ទុកថាជាទេពកោសល្យនៅក្នុងសាលារៀនរបស់លោកនោះទេហើយដល់ពេលនោះឈ្មោះរបស់តួឯកប្រុសរបស់យើងក៏បានលោតទៅលើគេហើយបន្ទុករបស់គាត់រហូតដល់98បន្ទុកឯណោះហើយដល់ពេលនោះលោកគ្រូហងលិនក៏បាននិយាយថាមហាវិទ្យាល័យទី2បានឡើងដល់98បន្ទុក Oh my god ចំណែកឯកញ្ញាម្នាក់នេះវិញក៏បាននិយាយថាស៊ូឆាន់តែគាត់ជាអ្នកណាហើយអ្វីខ្ញុំមិនដែលលើកអំពីឈ្មោះរបស់គាត់ហើយគាត់បានឡើងរហូតដល់98បន្ទុកតែគាត់បានសម្លាប់សត្វចម្លែកប៉ុន្មានក្បាលទៅហើយដល់ពេលនោះលោកគ្រូអានគាត់ក៏បាននិយាយថាស៊ូឆាន់គ្មានកម្លាំងក្បាច់គុណអ្វីតតែសោះហេតុអ្វីបានជាគាត់អាចឡើងមកដល់លើកំពូលគេបែបនេះក៏ប៉ុន្តែគាត់មិនបានគិតច្រើនអ្វីដែរគាត់ក៏បានឌឺទៅកាន់លោកគ្រូហងលិនវិញថាហងលិនមិនខ្ញុំធ្វើលេងនោះទេឥឡូវនៃសាលារៀនរបស់ខ្ញុំគឺបានចោលចំណាត់ថ្នាក់លេខ1បាត់ទៅហើយដល់ពេលនោះលោកគ្រូហងលិនគាត់ក៏បានដើរទៅពិនិត្យមើលហើយគាត់ក៏បាននិយាយថាវាមិនអាចទៅរួចទេក្មេងប្រុសដែលមិនដែលស្គាល់តតែសោះគឺបានចោលចំណាត់ថ្នាក់លេខ1ហើយវាគឺពិតជាមិនគួរឲ្យជឿមិនគួរឲ្យជឿយកតែមែនតែម្ដងហើយចំណែកលោកគ្រូអានវិញគឺគាត់សើចសប្បាយខ្លាំងមែនតើហើយសាររបស់យើងក៏បានកាត់មកអ្នកទាំង3អ្នកវិញស៊ីឡុងគាត់ក៏បាននិយាយថាគ្រាន់តែមួយដៃតែប៉ុណ្ណោះបិសាចក្រហមត្រូវបានសម្លាប់ខ្ទេចខ្ទីដូចខ្ទឹមចំណែកតើឯប្រុសរបស់យើងវិញក៏មានចំហាយថាមពលពណ៌សមួយបានហោចចូលទៅក្នុងខ្លួនរបស់គាត់ហើយនៅពេលនោះស៊ីឡុងក៏បាននិយាយថាតើឯប្រុសរបស់យើងក៏កំពុងតែផ្លាស់ប្ដូរទៅអ្នកជំនាញកម្រិតទី1ក៏ប៉ុន្តែតើឯប្រុសរបស់យើងក៏បាននិយាយទៅវិញថាដោយសារតែគាត់គឺមិនមានកម្លាំងថាមពលអ្វីទាំងអស់ដូច្នេះហើយគាត់គឺមិនមានអារម្មណ៍ថាផ្លាស់ប្ដូរនោះតែហើយសាររឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងរបស់ admin ទាំងម្ដងរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយភាគថ្មីទាំងអស់គ្នាបាយបាយហើយកុំភ្លេច sub ឲ្យ admin ម្នាក់មួយផងដោយប្រដៅក្បាលសេរីដំបងតឯប្រុសរបស់យើងក៏បាននិយាយថាមួយប្រកបគ្មានក្បាច់គុណមែនទេតែគាត់មិនមានអារម្មណ៍ថាមានអ្វីផ្លាស់ប្ដូរតតែសោះហើយកាត់មុខពួកអត់ដៃប្រមាណអ្នកនេះវិញដោយពួកវាកំពុងតែប្រយុទ្ធជាមួយនឹងបិសាចចោក៏ប៉ុន្តែពួកអាចចោអស់ណាស់គឺគ្មានគីឡូជាមួយនឹងពួកវានោះទេហើយវាក៏បាននិយាយថាកម្លាំងរបស់ពួកវាឡើងពីផ្កាយមួយចំណែកពួកចោនោះវិញគឺក្រោមផ្កាយមួយនោះទេហើយមួយទៀតក៏បាននិយាយថាហើយកុំទៅខ្វល់ពីវាអីហើយដល់ពេលនោះវាក៏បានបើកហឹបមួយដែលនៅក្នុងហឹបនោះមានជាមួយនឹងត្បូងពណ៌ខៀវដែលមានអត់ដឹងឈ្មោះត្បូងមួយហ្នឹងទេអញ្ចឹងឲ្យមានសំហៅវាថាត្បូងពណ៌ខៀវហើយនៅពេលនោះត្បូងនោះក៏បានបញ្ចេញពន្លឺបន្តិចធ្វើឲ្យនៅទីនោះក៏មានការរង្គោះរង្គើជាខ្លាំងចំណែកវិស័យវិញក៏បានផ្លាស់ប្ដូរហើយកម្លាំងពួកវាក៏បានផ្លាស់ប្ដូរផងដែរតាំងពីក្រោមផ្កាយមួយឡើងរហូតដល់ផ្កាយ2ឯណោះហើយឲ្យមួយនោះវាស្លន់ខ្លាំងពេកចង់ទៅបើកទ្វេតែបើកមិនរួចនោះទេជាមួយនឹងវិស័យទីចក៏បានហក់បុកវាផងដែរធ្វើឲ្យវាប៉ើងចង100ម៉ែត្រហើយសាររឿងរបស់យើងក៏បានកាត់មកអ្នកទាំង3អ្នកនេះវិញហើយលីលៃក៏បាននិយាយថាវាក៏ពិតជាសប្បាយខ្លាំងមែនតើហើយនៅពេលនោះពួកគេក៏បានធ្វើដំណើរបន្តិចទៀតពួកគេក៏បានក្រឡេកឃើញបិសាចអូត្រីចំនួន3ក្បាលដែលកំពុងតែឈរនៅលើនោះហើយនៅពេលនោះស៊ីឡុងក៏បាននិយាយថានេះគឺជាមន់សម្រស់ផ្កាយអ្ហ្មិចទេអត់មានអត់ហើយចឹងហើយបិសាចអូត្រីដែលពួកវាគឺមានកម្លាំងខ្លាំងជាងបិសាចជ្រូកក្រហមទៅទៀតហើយនៅពេលនោះក៏មានកញ្ញាម្នាក់ក៏បាននិយាយថាឃើញបិសាចដែលគេក៏ហៅចាងយីយីរត់មកជាមួយនឹងក្មេងតូចម្នាក់ផងដែរដែលចាងយីយីហ្នឹងគឺជាម្នាក់ស្រីសង្សាររបស់លីលៃដែលគេទៅបង្ហាញឈ្មោះហើយនៅពេលនោះលីលៃក៏បាននិយាយថាអេចាងយីយីអាសត្វបិសាចហ្នឹងយើងអ្នកឃើញមុនណាអូតាមពិតអាពងកដលីលៃសោះស្មានតាណាគេហើយយប៉ែហ្នឹងបានបញ្ចុះលីលៃឲ្យស្លាប់តួឯកប្រុសរបស់យើងហើយគ្នាយើងមើលទៅមានគឺពិតជាជ្រិញចរិតយប៉ែហ្នឹងខ្លាំងមែនទេហើយនៅពេលនោះលីលៃក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាបងសួរមើលនាងមើលងាយបងឯងហើយនៅពេលនោះលីលៃក៏បានហៅទៅកាន់ស៊ីឡុងដើម្បីវាយទៅកាន់យប៉ែចាងយីយីឲ្យរៀងកុំឲ្យដើរមើលងាយគេទៀតចំណែកស៊ីឡុងគាត់ថាគាត់មិនទៅវាយទេបន្ទាប់ពីពពោះគេមិនទៅចង់ហក់ទៅខ្លួនឯងតែម្ដងអាយ៉ាល់ខ្វល់ស្រីប្រុសវាយទៅឲ្យតែឆ្លើយហើយកុំទៅបានអ្នកទាំងពីរខត់នោះទេកុំឲ្យយប៉ែហ្នឹងដឹងតុយ៉ាងណាទេចំណែកយប៉ែនោះវិញក៏បាននិយាយថាអត់ប្រយោជន៍មែនអត់ប្រយោជន៍ហើយនៅពេលនោះក៏មានក្រុមមួយក្រុមទៀតបានមកដល់ចំណែកលីលៃក៏បាននិយាយថាតាមតែគាត់ធ្លាប់ដឹងក្រុមមួយនេះគឺជាក្រុមដែលជាប់ចំណាត់ថ្នាក់លេខ3នៅក្នុងសាកលវិទ្យាល័យទី3ដូចគ្នាហើយអាមនុស្សគឺជាកូនប្រុសបង្ការរបស់ហងលីនដែលជានាយកសាកលវិទ្យាល័យទី3ដូចគ្នាហើយនៅពេលនោះយប៉ែម្នាក់ហ្នឹងក៏បានដើរទៅអែបអបជាមួយនឹងអាមួយនោះដែលជាកូននាយកសាលាហងលីនហើយយប៉ែនោះក៏បាននិយាយទៅកាន់វាទៀតថាបងប្រុសហ
បង្ហាញពួកវាឲ្យដឹងថាអ្វីទៅជាក្រុមខ្លាំងពិតប្រាកដហើយកន្លែងហ្នឹងឲ្យមានសំកាត់ចោលវាគឺនិយាយអត់ប្រយោជន៍ខ្លាំងមែនតើនៅពេលនោះកញ្ញាទាំង3នាក់ក៏បានហក់ទៅវិញជាមួយនឹងបិសាចអូត្រីមួយហើយស៊ីឡុងក៏បាននិយាយថាសេកេប្រយុទ្ធប៉ុណ្ណឹងពាក់សត្វតែជុតដៃចំណែកលីឡៃវិញក៏បាននិយាយថាមើលទៅគ្មានដូចអ្នកចម្បាំងអីបន្តិចដូចជាធុងស្អីមួយយ៉ាងម៉េចហើយនៅពេលនោះជាប៉ែម្នាក់នោះគេក៏បាននិយាយថាលីឡៃនេះគឺជាកំហុសរបស់អ្នកដែលបោះបង់ចោលខ្ញុំហើយទៅយកស៊ូឆិនសុកចិត្តទៅដើរជាមួយនឹងមនុស្សសម្រាមហើយនៅពេលនោះក៏របស់លោកគ្រូហងលេនក៏បានហក់ចូលទៅដើម្បីសម្លាប់ជាមួយនឹងបិសាចអូត្រីក៏ប៉ុន្តែគ្មានសប្បាយជាមួយនឹងបិសាចអូត្រីនោះទេបិសាចអូត្រីក៏បានចេញរណាតាមស្លាបរបស់វាជាមួយនឹងក្បាលរបស់វាក៏ដូចជាឆែនសត្រីអញ្ចឹងក៏បានដាក់ទៅកាន់អប៉ែនោះប៉ាំងប៉ាងដូចសម្លៃហើយប៉ែ3អ្នកនោះຕົកទៅអីដាក់ប៉ាំងបែកឲ្យក្រោះខ្ទេចចំណែកឯសាឡុងក៏បាននិយាយថាចំបិសាចហ្នឹងមិនផ្កាយមួយឥឡូវឡើងទៅផ្កាយ2ដោយរបៀបណាអីក៏ឡើងលឿនម៉េចអានេះវាក៏បាននិយាយថាចំឆែនសត្រីផ្កាយ2តែមានរឿងអ្វីកើតឡើងអូទេនេះគឺជាអ្វីដែលយើងមិនអាចដោះស្រាយបាននោះទេគឺមានតែវិធីសាស្ត្រមួយគត់តែប៉ុណ្ណោះគឺរត់នេះឯងហើយនៅពេលនោះចាំងយីយីក៏បានទៅទាញដៃឲ្យមួយនោះដើម្បីសុំវារត់ទៅជាមួយផងដែរក៏ប៉ុន្តែនោះគ្មានយល់ព្រមនោះទេហើយវាក៏បានក្រវេះនាងនោះចេញហើយនៅម្នាក់នោះក៏ពិតជាមុខក្រាស់ខ្លាំងមែនទែនទៅចាប់ទាញជើងរបស់គេទៀតហើយអាម៉នកំពុងទៅស្រែកហ្នឹងឲ្យមានតែគប់វាសិនគ្នាឯងតោះគប់វាហើយហើយដល់ពេលនោះអាមនុស្សវាក៏បាននិយាយថាតែអញមិនឲ្យទៅគឺមិនឲ្យទៅហើយក៏បានធាក់មកជើនៅពេលដែលវាកំពុងរត់ក៏មានអូត្រីមួយទៅស្ទាក់មុខវាហើយពួកវាក៏ពិតជាភ្ញាក់ខ្លាំងមែនទែនហើយវាក៏បានដកបាល់អីមួយក៏បានគប់អាបាល់នោះសម្ដៅទៅកាន់តើឯប្រុសរបស់យើងឲ្យតើឯប្រុសរបស់យើងចាប់ហើយនៅពេលដែលតើឯប្រុសរបស់យើងក៏បានចាប់អាបាល់ពណ៌បៃតងនោះធ្វើឲ្យពួកអាបិសាចអូត្រីនោះក៏បានដេញតាមតើឯប្រុសរបស់យើងវិញក៏មិនបានដេញតាមពួកវានោះទេហើយវាក៏បាននិយាយថាយកទៅវាគឺឈប់ដណ្ដើមសត្វអូត្រីនេះទៀតហើយនៅពេលនោះកំហឹងរបស់តើឯប្រុសរបស់យើងក៏បានកើនឡើងរហូតដល់ 10000 ជេងឯណោះចំណែកអាបកាច់នោះវិញវាគិតតែងាកក្រោយវាស្រែកថាងាប់ទៅពួកឯងចំណែកអាយប៉យីយីនេះវិញគិតតែអង្គុយហើយនិយាយថាខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនចង់ស្លាប់ទេខ្ញុំគឺចង់នៅរស់ចំណែកលីឡៃវិញក៏បាននិយាយថាបិទមាត់ភ្លាមទៅថ្លងខ្លះហើយនៅពេលនោះសត្វអូត្រីក៏បានហក់កន្លងក្បាលអាយប៉យីយីនោះហើយមកធាក់ចំទៅឯប្រុសរបស់យើងមកជើងប៉ើង200 ម៉ែត្រហើយនៅពេលនោះលីឡៃក៏ពិតជាខាងខ្លាំងមែនតើក៏បានដើរសម្ដៅប្រងទៅកំចាត់ជាមួយនឹងឆានសអូត្រីក៏ប៉ុន្តែត្រូវបានស៊ីឡុងខត់ហើយស៊ីឡុងក៏បាននិយាយថាទៅឲ្យគាត់អ្នកធ្វើវិញរឿងនេះនៅពេលនោះស៊ីឡុងក៏បានរត់ចូលទៅក៏បានប្រែកាឡាទៅជាអ្នកចម្បាំងស្រីដែលធ្វើឲ្យលីឡៃក៏ពិតជាវល់ខ្លាំងមែនតើហើយដល់ពេលនោះស៊ីឡុងក៏បានដាក់ឆានសត្រីមួយពូថៃហក់ចូលទៅថែមកាប់មួយពូថៃទៀតតែត្រូវវាយកអាថ្មិញរណាវារងជាប់ហើយដល់ពេលនោះយប៉ែនឹងក៏ពិតជាមានគំនិតថោកទាបខ្លាំងមែនតើក៏បានបបួលទៅឯប្រុសរបស់យើងនឹងលីឡៃដើម្បីរត់គេចចេញដោយចង់ទុកស៊ីឡុងចោលហើយអ្នកម្នាក់នោះក៏បាននិយាយទៀតថាបើទៅឯប្រុសរបស់យើងចង់រកគឺរត់ទៅរត់ចាក់ចេញទៅជាមួយនឹងនាងក៏ប៉ុន្តែទៅឯប្រុសរបស់យើងក៏បាននិយាយថាបើចង់ចេញតែឯងទៅអញមិនចេញទេស្អីគេឯងមានជំនាញគេមែនអញហៅចេញហើយបង្កាច់ចេញអញគឺពិតជាចិត្តល្អណាស់អញខំជួយហើយអាមនុស្សសម្រាមមកក៏ភ្លៀងផ្លាច់ក្រាមាត់ហើយខ្សែរឿងភាគទី5ក៏បានកាត់ចប់ត្រឹមតែប៉ុណ្ណេះចាំខ្សែរឿងភាគទី6បន្តទៀតមិនបានឯងហ៊ានវាយអញលីឡៃអាសម្រាមនោះវាយខ្ញុំមិនបានឯងគេទៅឈួរមើលហើយមានអោយស៊ីមកក៏ភ្លៀងទៀតទៅមកនឹងអញចងផ្ទះយូរហើយចំណែកសឡងវិញត្រូវបានឆែនសត្រីបានវាយឡើងប៉ៅពេលនៅតែប្រុសរបស់យើងក៏បានឈោពាំងមកក៏បាននិយាយថាសឡងទៅក្រោយទៅហើយមិនដៃគូរបស់ឆែនសត្រីហ្នឹងទេចំណែកសឡងវិញក៏បាននិយាយទៅកាន់តែប្រុសរបស់យើងវិញថាស៊ូឆាន់មិនឲ្យត្រូវវាធាក់មកចាំកាប់មកឡើងចង់កន្លះមកហ៊ានវាយបងប្អូនល្អអញផងហ៎អញមិនឲ្យហាញហួចខ្លួននោះទេនៅពេលនោះតែប្រុសរបស់យើងក៏បានបញ្ចេញធម្មពលផ្លូវរបស់គាត់ជុំវិញខ្លួនក៏ដូចជាហ្គោខូខ្លាំងមែនតើហើយក៏បានប្រើជាមួយនឹងកណ្ដាប់ដៃឈាមដល់ទៅកាន់ឆែនសអូត្រីមកដៃបាច់ខ្លួនខ្ទេចចំណែកអេលីឡេវិញក៏បាននិយាយថាដូចការរំពឹងទុករបស់អញមែនចំណែកទៅឯប្រុសរបស់យើងក៏បាននិយាយថាកំហឹងរបស់គាត់ខាងខ្លាំងកម្លាំងរបស់គាត់ក៏កើនឡើងដូចគ្នាហើយនៅពេលនោះកញ្ញាយាយីក៏បាននិយាយថាអត់ទេស៊ូឆាន់គឺគ្មានកម្លាំងខ្លាំងក្លាបែបនេះទេហើយនៅពេលនោះឆានសអូត្រីក៏រត់ចូលទៅ3ក្បាលទៀតចំណែកទៅឯប្រុសរបស់យើងវិញក៏បាននិយាយថានៅពេលនេះកំហឹងរបស់គាត់គឺបានបាត់បង់ទៅអស់ហើយដូច្នេះហើយក៏ត្រូវតែបញ្ចេញកំហឹងម្ដងទៀតក៏ប៉ុន្តែកំហឹងរបស់គាត់លើកនេះគឺមិនគ្រប់គ្រាន់នោះទេនៅពេលនោះឆានសអូត្រីក៏បានរត់ចូលមកដល់ទៅឯប្រុសរបស់យើងបាត់ទៅហើយធ្វើឲ្យអ្នកទាំងពីរក៏ពិតជាភ័យខ្លាំងមែនទែននៅពេលនោះទៅឯប្រុសរបស់យើងក៏បានបញ្ចេញកម្លាំងគាត់ក៏ពិតជាខ្លាំងមែនទែនហើយគាត់ក៏បានស្រែកថាដាវសម្លឹងមើលក្បាលរបស់អរិដៃទាំងគូវាយទៅកាន់ឆានសត្រីប៉ៅទៅទាំងពីរហក់ចូលទៅបន្ថែមដាក់ម្ដាយថែមទៅបែកខ្លួនខ្ទេចនៅសល់2ទៀតហក់ទៅដាក់អាមនុស្សម្ដាយបែកខ្លួនខ្ទេចមួយទៀតជាមួយនឹងពេលនេះក៏ពិតជាលយខ្លាំងមែនទែនដែលធ្វើឲ្យលីឡៃក៏ពិតជារំភើបនៅសល់មួយចុងក្រោយຕົកធ្វើឲ្យដាក់ម្ដាយប៉ាំងខ្ទេចខ្លួនមួយទៀតគឺថាគឺពិតជាលយខ្លាំងមែនទែនហើយនៅពេលនេះតើប្រុសរបស់យើងក៏ពិតជាអស់កម្លាំងខ្លាំងមែនទែនហើយធ្វើឲ្យប៉ែនេះក៏ពិតជាភ្ញាក់ផ្អើលនិងគួរឲ្យភ័យខ្លាចខ្លាំងមែនទែនចំណែកឯតួឯប្រុសរបស់យើងវិញក៏បានងើបឈរឡើងហើយលីឡៃក៏
បាននិយាយថាតួឯកប្រុសរបស់យើងក៏គឺពិតជាខ្លាំងហើយសាររឿងរបស់យើងក៏បានកាត់មកកន្លែងត្រួតពិនិត្យបន្ទុកសិស្សអ្នកគ្រូនៅមហាវិទ្យាល័យទី1ក៏បាននិយាយថាលីសងយ៉ាងបានតាមតនតួឯកប្រុសរបស់យើងហើយគេឥឡូវនេះគឺចូលចំណាត់ថ្នាក់លេខ1ហើយនៅពេលនោះលោកគ្រូហងលីនក៏បាននិយាយថាស៊ូឆិនដែលមកពីសាលារបស់អ្នកគឺបានធ្លាក់លេខបាត់ទៅហើយចំណែកឯលោកគ្រូនយោអានវិញក៏បាននិយាយថាលេខ3ក៏ជាចំណាត់ថ្នាក់ល្អឥតខ្ចោះផងដែរដឹងហើយតែវាល្អឥតខ្ចោះក៏ប៉ុន្តែស៊ូឆិនរបស់លោកនេះគឺនៅតែលេខប៉ុណ្ណឹងយូរមកហើយអត់មានផ្លាស់ប្ដូរឡើងទៅលេខ2អីសោះឥឡូវនេះអ្នកខ្លាំងគេកំពុងតែបញ្ចេញសមត្ថភាពរបស់ពួកគេបន្តមកស៊ូឆិននឹងធ្លាក់ចេញពីកំពូលទាំង10ហើយដល់ពេលនោះឈ្មោះរបស់តួឯកប្រុសរបស់យើងក៏បានលោតទៅលេខ1ម្ដងទៀតហើយលើកនេះវាមានរហូតដល់208បន្ទុកគឺវាលើស2បន្ទុកលេខ2រហូតដល់102បន្ទុកឯណោះហើយដល់ពេលនោះលោកគ្រូអានក៏ពិតជាសើចសប្បាយចិត្តខ្លាំងមែនតើហើយក៏បានទៅតែកំភ្លៀងលោកគ្រូហងលីនហើយដល់ពេលនោះសញ្ញាអសនក៏បានលោតមកដែលវាបង្ហាញពីគ្រោះថ្នាក់នៅក្នុងកន្លែងតែសាឡបងនេះឯងហើយដល់ពេលនោះក៏មានអប៉ែម្នាក់បានរត់មកហើយក៏បានរាយការណ៍ថាមានរឿងធំហើយនៅកន្លែងដែលសិស្សបានធ្វើការតេស្តសាឡបងគឺមានការប្រែប្រួលដែលធ្វើឲ្យអ្នកទាំង3ក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើស្អីគេនិយាយសាថ្មីចង់ប្រាប់ថាបន្តពីកន្លែងនោះបានផ្លាស់ប្ដូរទៅជាកន្លែងតេស្តសាឡបងកម្រិតទី2សាយបិសាយកម្រិតទី1បានផ្លាស់ប្ដូរទៅជាកម្រិតទី2គឺពិតជាគួរឲ្យភ័យខ្លាចខ្លាំងមែនតើសូម្បីតែសិស្សដែលមានសមត្ថភាពដូចជាលីសងយ៉ាងសឹងតែមិនអាចការពារខ្លួនបានផងហើយនៅទីកន្លែងនោះពួកយើងក៏មិនអាចចូលបានទេក៏ព្រោះថាគឺមានតែមនុស្សដែលមានកម្រិតទី1តែប៉ុណ្ណោះទើបអាចចូលបានហើយលោកគ្រូហងលីនក៏បាននិយាយថាគ្រូនៅទីនេះសុទ្ធតែលើសកម្រិតលើសផ្កាយទាំងអស់គឺមិនអាចចូលបាននោះទេខ្ញុំខ្លាចថាសិស្សនៅទីនោះត្រូវបានសត្វបិសាចសម្លាប់អស់ទេហើយសិស្សដែលស្លាប់ច្រើនជាងគេគឺប្រហែលជាសាលារៀនលេខ2ក៏តែលោកគ្រូអានក៏បាននិយាយថាលោកឯងមើលស៊ូឆិនគឺគាត់បានសម្លាប់បិសាចផ្កាយ2ដូច្នេះហើយទើបគាត់បានបន្ទុកច្រើនហើយវាបានលោតឡើងលើយ៉ាងឆាប់រហ័សដូច្នេះហើយវាមិនមែនជាសាលារៀនរបស់ខ្ញុំនោះទេហើយអ្នកគ្រូក៏បាននិយាយថាវាគឺជាការបញ្យល់ដល់ទំនួលមួយនៅពេលនោះលោកគ្រូក៏បានដោះស្បែកជើងផ្ទះលោកគ្រូហងលីនហើយលោកគ្រូហងលីនក៏បានសួរថាមិនអីខ្ញុំអីទេខ្ញុំបានប្រាប់លោកគ្រូឯងតែថាកុំមើលងាយសាលារបស់ខ្ញុំហើយសេរីក៏បានកាត់មកអ្នកទាំង4នាក់ឯណែវិញតួឯកប្រុសរបស់យើងក៏បាននិយាយថាយើងត្រូវតែចាក់ចេញពីទីនេះឲ្យលឿនដើម្បីគេចពីបិសាចផ្កាយ2ឬកម្រិតទី2នេះឯងហើយដល់ពេលនោះកញ្ញាយាយក៏បានមកសុំអង្វរតួឯកប្រុសរបស់យើងឲ្យយកនាងទៅផងហើយនាងក៏បានលូតជង្គង់ជាមួយនឹងពេលអង្វរជាច្រើនហើយតួឯកប្រុសរបស់យើងក៏មិនមែនជាមនុស្សចិត្តដាច់អីដែរក៏បានយល់ព្រមទៅសាច់រឿងរបស់យើងក៏បានកាត់មកអំពីអ្នកនេះវិញហើយដល់ពេលនោះមួយនោះវាក៏បាននិយាយថាយើងត្រូវបានហុំព័ទ្ធដោយសត្វចម្លែកផ្កាយ2មុនដំបូងកន្លែងធ្វើការតេស្តសាឡបងនេះអនុញ្ញាតឲ្យមនុស្សក្រោមកម្រិតផ្កាយ1ទៅចូលបានក៏ប៉ុន្តែឥឡូវនេះវាឡើងរហូតដល់ផ្កាយ2ឯណោះហើយមនុស្សវាក៏បាននិយាយថាឥឡូវនេះអាយាយអញ្ចឹងឲ្យជួយអីបានហើយគួរតែគិតហៅដំណោះស្រាយដើម្បីចាញ់នេះច្រកចាញ់គឺនៅក្រោយទ្វារសម្រិតនេះឲ្យបើកតាណារួចយើងមិនអាចចាញ់បានទេព្រោះយើងមិនដល់កម្រិតទី2តតែអ្នកមានកម្រិតទី2ទៅអាចបើករួចហើយសាររបស់យើងក៏បានកាត់មុខអ្នកទាំង4នាក់នេះវិញតួឯកប្រុសរបស់យើងក៏បាននិយាយថាវាគឺឆ្ងាយខ្លាំងណាស់តែវាក៏ស្រ័យទៅលើយើងផងដែរហើយដល់ពេលនោះលីលីក៏បាននិយាយថាតើវាងាយស្រួលយ៉ាងណាដើម្បីជិះដល់ទីបញ្ចប់នៃអាណាចក្រសម្ងាត់ហើយដល់ពេលនោះពួកគេក៏បានឃើញអាពីរអ្នកនោះវាកំពុងតែរត់ព្រោះថាចចកបិសាចគឺបានដេញខាំវានោះឯងចំណែកអាលីងសៀវវិញវាក៏បានយកកំភ្លើងរបស់វាបាញ់ទៅលើបិសាចចចកនោះក៏ប៉ុន្តែវាហាក់ដូចជាមិនរសើបតតែសោះហើយសាររបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងរបស់ admin តាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អពីខ្ញុំបាទ HD សម្រាប់រឿងជួបគ្នានៅវីដេអូក្រោយភ័ក្រថ្មីទាំងអស់គ្នាបាយបាយពេលលេយកចុះសាររបស់យើងទាំងអស់គ្នាដោយប្រដៅក្បាលសាររបស់អាលីងសៀវក៏បានយកកំភ្លើងបាញ់ទៅកាន់បិសាចចចកក៏ប៉ុន្តែវាហាក់ដូចជាមិនស្គៀបនោះទេហើយអ្នកទាំងពីរនេះមិនចាំយូរក៏នាំគ្នាដកថយបន្តិចបន្ទាប់មកកញ្ញាលោកក៏បានប្រើម៉ាជីករបស់នាងដើម្បីបង្កើតជាភក់ចាប់ចាបិសាចចចកនោះជាប់ហើយដល់ពេលនោះអាលីងសៀវក៏បាននិយាយថាតើពួកយើងចាប់រត់ទៅក៏ព្រោះថាធម្មពលនេះគឺអាចខកដំណើរវាបានតែបន្តិចតែប៉ុណ្ណោះគឺវាគ្រាន់តែបញ្ជាពេលនេះឯងហើយចំណាយសឡុងវិញក៏បាននិយាយថាពួកទីចកនោះក៏បានមកដល់ហើយគឺជាប្រភេទពួកបិសាចផ្កាយ2ហើយដល់ពេលនោះអាលីងសៀវក៏បានងាកមកហើយវាក៏បាននិយាយថាអូតាមពិតស៊ូឆិនសោះអូមើលទៅហែងគឺពិតជាសំណាងខ្លាំងមែនតើដែលហែងនៅមានជីវិតដល់ឥឡូវហើយវាក៏បាននិយាយទៀតថាមួយនេះគ្មានធម្មពលវេទមន្តទេឯងមកធ្វើការតេស្តសាឡបងស្ដុយដែរហើយកញ្ញាលោកក៏មើលងាយទៅកាន់តួឯកប្រុសរបស់យើងផងដែរបន្ទាប់មកពួកគេក៏បានធ្វើដំណើរចាក់ចេញទៅបាត់ទៅចំណាយអាលីលេក៏បាននិយាយថាមិនដឹងជាស្អីទៅស្អីទេអញហើយកញ្ញាយីយីវិញក៏បាននិយាយថាមយប៉ែនោះមើលងាយគេគឺពិតជាខ្វាក់ភ្នែកមែនស៊ូឆិនក៏មានសមត្ថភាពតែគេមើលមិនឃើញចំណាយសេឡុងវិញក៏បាននិយាយថាយប៉ែយីយីនេះ
កាយពីមុនឃើញតើឯងប្រុសរបស់យើងគឺការឥឡូវគឺសរសើរគឺមិនយល់ពីចិត្តយពេនឹងនោះទេចំណែកតើឯងប្រុសរបស់យើងវិញក៏បាននិយាយថាគាត់នឹងសម្លាប់វិសាចចោពី3ក្បាលដើម្បីរំសាយកំហឹងរបស់គាត់ពេលនោះគាត់ក៏បានបញ្ចេញថាអំពូលដាក់អានុមាត់ដៃបកាច់ងាប់បាត់ទៅហើយពេលនោះលីលៃក៏បាននិយាយថាស៊ូឆាន់គឺគ្មានថាអំពូលវេទមន្តក៏ប៉ុន្តែគាត់កាន់តែមិនយល់ទៅហើយដោយសារតែស៊ូឆាន់គាត់គឺពិតជាសាហាវខ្លាំងមែនទែនសូម្បីតែសេឡុងគាត់ក៏បាននិយាយថាគាត់គឺមិនយល់ដូចគ្នាក៏ប៉ុន្តែស៊ូឆាន់គឺពិតជាគ្មានថាអំពូលវេទមន្តម៉ែអត់ម៉ែនឹងហើយបើគាត់មានប្រព័ន្ធអ្នកជួយហើយនៅពេលនោះក៏មានថាអំពូលមួយលេចជុំវិញខ្លួនរបស់តួឯកប្រុសរបស់យើងហើយវាក៏បានមានផ្កាយពីរផងដែរហើយនៅលើក្បាលតួឯកប្រុសរបស់យើងហើយនៅពេលនោះលីលៃក៏បាននិយាយថាបងប្រុសស៊ូឆាន់គឺបានឡើងខ្លាចជាអ្នកដាំដុះកម្រិតផ្កាយពីរបាត់ទៅហើយចំណែកស៊ូឆាន់ក៏បាននិយាយថានៅពេលនេះក៏ជាអ្នកដាំដុះកម្រិតផ្កាយពីរហើយការទៅជំហានបន្តទៀតឬក៏កម្រិតបន្តនេះឯងគឺងាយស្រួលខ្លាំងមែនទេហើយលីលៃក៏បានគិតក្នុងចិត្តទៀតថាបន្តមកគាត់នឹងគិតអំពីការដាំដុះរបស់គាត់ម្ដងដោយកម្រិតរបស់គាត់គឺមិនតាន់បានឡើងដល់កម្រិតផ្កាយមួយនោះទេវាប្រហែលជាពិបាកបន្តិចហើយក៏បាននិយាយទៀតថាអ្នកដាំដុះភាគច្រើនគឺមិនងាយឡើងដល់កម្រិតផ្កាយ2នោះទេហើយស៊ីឡុងក៏បាននិយាយថាហើយបន្តមកអ្នកជំនាញដែលមានកម្រិតជាក់លាក់ក៏អាចលក់ការបញ្ជាទិញផងដែរដែលមិនអត់តាន់យកពីពួកគេនិយាយនោះតែចាំមើលភាពបន្តទៅហើយនៅពេលនោះតើប្រុសរបស់យើងក៏បាននិយាយថាតើការសាកល្បងផ្ទៃវេទមន្តគឺជាអ្វីហើយលីលៃក៏បាននិយាយថាហ្នឹងគឺព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកនិយាយតើតួឯកប្រុសរបស់យើងនឹងមិនដែលរៀនអំពីវាទេមែនហើយនៅពេលនោះកញ្ញាយាយក៏បាននិយាយថាសំណួរនេះគឺគាត់ដឹងថាមពលវេទមន្តនីមួយៗគឺមានតែប៉មតែមួយគត់ដែលត្រូវគ្នានៅពេលដែលអ្នកជំនាញទម្លាយអាណាចក្រពួកគេត្រូវតែទៅកាន់ប៉មផ្កាយពិសេសដើម្បីចូលរួមក្នុងការសាកល្បងលុះត្រាតែការសាកល្បងគឺទទួលបានជោគជ័យទៅការផ្លាស់ប្ដូរផ្កាយរបស់ពួកគេត្រូវបានបញ្ចប់ហើយនាងក៏បាននិយាយទៀតថាក៏ប៉ុន្តែនៅតំបន់ប៉មផ្កាយនោះក៏មានគ្រោះថ្នាក់ខ្លាំងណាស់នាងគឺមិនដឹងថាអ្នកដំណើរដែលមានទេពកោសល្យប្រមាណអ្នកទេដែលបានស្លាប់នៅទីនោះជារៀងរាល់ឆ្នាំចំណែកអ្នកដែលចាញ់បានគឺរងរបួសធ្ងន់ហើយការដាំដុះក៏ត្រូវបានបំផ្លាញហើយនៅពេលនោះសាឡុងក៏បាននិយាយថាអ្នកដាំដុះកម្រិតផ្កាយគឺកម្រមានណាស់ចំណែកស៊ូឆាន់វិញក៏ឡើងកម្រិតដោយសារតែគាត់គឺបានធ្វើជាមួយនឹងបិសាចដែលមានកម្រិតលើសពីកម្រិតរបស់គាត់ហើយនៅពេលនោះស៊ូឆាន់ក៏បាននិយាយថាបន្ទាប់ពីផ្លាស់ប្ដូរផ្កាយទៅកម្រិតផ្កាយ2អ្នកនៅតែត្រូវឆ្លងកាត់ការសាកល្បងប៉មផ្កាយសម្រាប់អ្នកមានធម៌ពលវេទមន្តត្រូវគ្នាចំណែកគាត់គឺត្រូវតែធ្វើការសាកល្បងនៅឯណាវិញក៏ព្រោះថាធម៌ពលរបស់គាត់គឺចេញមកពីប្រព័ន្ធមិនមែនខ្លួនគាត់ផ្ទាល់នោះទេហើយនៅពេលនោះពួកគេក៏បាននិយាយថាពួកគេគឺមិនដឹងនោះទេហើយតើឯប្រុសរបស់យើងក៏បានសួរទៅកាន់ពួកគេថាតើមានប៉មណាដែលសម្រាប់អ្នកដែលមិនមានធម៌ពលវេទមន្តចូលរួមដែរឬទេហើយលីក៏បាននិយាយថាគឺមិនដឹងនោះទេហើយពួកគេក៏បាននាំគ្នាធ្វើដំណើរទៅបន្តទៀតទៅគឺមិនឈរចាំយូរញ៉ៃញ៉ៃនោះទេសាររឿងរបស់យើងក៏បានកាត់មកកន្លែងមកតើឯប្រុសរបស់យើងនឹងគ្នារបស់គាត់ក៏បានមកដល់ផងដែរហើយនៅពេលនោះពួកគេក៏បានឃើញនារីតូចម្នាក់កំពុងតែប្រយុទ្ធជាមួយនឹងឆានសអូត្រីសម្រុកចូលទៅនាងក៏បានបាត់ខ្លួនហើយក៏ហក់មកពីក្រោយវិញគឺពិតជាឡើយប្រងចាក់វាមួយកំបិតក៏ប៉ុន្តែចាក់មិនចង់នោះទេដោយសារតែវាយករណាំពាំងហើយក៏ប៉ើងរៀងខ្លួនទៅហើយនាងក៏បាននិយាយថាទោះបីជានាងក៏បានរកឃើញកន្លែងដែលអាចសម្លាប់សត្វនោះបានក៏ដោយក៏ប៉ុន្តែមកពីកម្រិតនៃការដាំដុះរបស់នាងគឺទេវខ្លាំងពេកនាងគឺមិនអាចសម្លាប់ទៅកាន់វាបាននោះទេហើយនៅពេលនោះក៏មានកញ្ញាម្នាក់ក៏បាននិយាយថាតើក្មេងតូចម្នាក់នោះគឺជានរណាគេហើយអ្វីក៏ហ៊ានប្រយុទ្ធប្រឆាំងជាមួយនឹងបិសាចអូត្រីដែលមានកម្រិតទី2ហើយពេលនោះក៏បានប្រាប់ថានាងប្រហែលជាមិនស្គាល់នោះទេក្មេងស្រីម្នាក់នោះគឺជាគ្រូបង្រៀនឋានសួគ៌ទី1នៅមហាវិទ្យាល័យទី1ហើយនាងក៏ជាម្ចាស់ឋានសួគ៌ដំបូងនៃមហាវិទ្យាល័យទាំង3ផងដែរហើយនៅពេលនោះអប៉ែនោះក៏បាននិយាយថាធម្មពលវេទមន្តរបស់លីយ៉នគឺជាឃាតករស្រមោលដែលលីយ៉ននឹងប្រហែលជាក្មេងស្រីម្នាក់នោះហើយវាក៏បាននិយាយថាធម្មពលវេទមន្តនេះគឺពិតជាអស្ចារ្យហើយវាក៏បាននិយាយទៀតថាលីយ៉ននេះហើយគឺជាក្តីសង្ឃឹមរបស់ពួកវាហើយនាងប្រហែលជាទេពកោសល្យតែមួយគត់តែប៉ុណ្ណោះពេលនោះលីលៃក៏បាននិយាយថាអ្នកណាថាមានទេពកោសល្យតែនាងមួយបងប្រុសស៊ូឆាន់របស់ខ្ញុំសម្រាប់សត្វបិសាចផ្កាយ2ត្រឹមតែមួយផ្លេតតែប៉ុណ្ណោះហើយនៅពេលនោះមនុស្សវាក៏បាននិយាយថាស្អីគេសម្អាងអីហ៊ាននិយាយបែបនេះសម្អាងអីសួរនេះថាសម្អាងស្ដីហើយពេលនោះវាក៏បានសោចហើយវាក៏បាននិយាយថាគ្មានសមត្ថភាពចេះតែអួតហើយនៅពេលនោះលីលៃក៏បាននិយាយថាអញមិនមែនថាអញនឹងអ្នកធ្វើខ្លួនឯងបាននោះទេក៏ប៉ុន្តែនេះបងខាងនេះក៏ធ្វើបានពេលនោះលីលៃក៏បាននិយាយទៅកាន់តើឯប្រុសរបស់យើងថាស៊ូឆាន់ណាឲ្យខ្ញុំតែកាព្រៀងពួកវាអត់ហើយតើឯប្រុសរបស់យើងក៏បានហាមឃាត់មួយសក់លឿហ្នឹងវាក៏បាននិយាយថាក្មេងប្រុសតែអ្នកឯងដឹងថាខ្ញុំជានរណាទេខ្ញុំគឺជាឆៅហ៊ូដែលគឺជាអ្នកខ្លាំងលេខ1នៅបណ្ឌិតសភាទី1ហើយកម្លាំងរបស់ខ្ញុំស្ថិតនៅលំដាប់ទី2បន្ទាប់ពីលីសងយ៉ាងខ្ញុំគឺមិនភ័យខ្លាចនោះទេបន្ទាប់ពីជួបបិសាចផ្កាយ2ហើយវាក៏បាននិយាយទៀតថាប្រសិនបើតើឯប្រុសរបស់យើងអាចកម្ចាត់បិសាចនោះបានវាហៅតើឯប្រុសរបស់យើងថាប៉ាប៉ាហើយនៅពេលនោះកញ្ញាយាយក៏បាននិយាយថាឯងកុំចង់លួចប៉ាពីអញគ្នាយាយមិនភ្លេចប្រាប់កញ្ញាយាយហៅតើឯប្រុសរបស់យើងថាប៉ាប៉ាតាំងពីកន្លែងតើឯប្រុសរបស់យើងនាំនាងដើរមកជាមួយហើយធ្វើមនុស្សក៏ពិតជាឆ្ងល់ហើយវាក៏បាននិយាយថាស្អីគេវិញហេនិយាយទៅថ្មីអាណាចង់លួចប៉ារបស់
របស់យើងនឹងឈួតមែនហើយដល់ពេលនោះតែប្រុសរបស់យើងក៏បាននិយាយថាចាងនិយាយចាំនិយាយពាក្យនេះទៀតខ្ញុំមិនមែនជាឪពុករបស់អ្នកនោះទេហើយមនុស្សវាក៏បាននិយាយថាក្មេងប្រុសហាខ្ញុំដឹងថាអ្នកដឹងការពិតហើយតែប្រុសរបស់យើងក៏បាននិយាយថាស្អីគេអត់យល់ហើយកញ្ញានិយាយក៏បាននិយាយថាអូហើយអាក្បាលទៀបហ្នឹងមែនដល់ធ្វើអានេះក៏វាជាខឹងខ្លាំងមែនតើហើយវាខឹងខ្លាំងពេទ្យឡើងចុកថ្លើមមកដែរហើយវាក៏បាននិយាយទៀតថាវានឹងប្រដៅទៅឯប្រុសរបស់យើងម្ដងហើយសេរីរបស់យើងក៏បានកាត់មកកញ្ញាលីយ៉នវិញនិងកំពុងតែប្រយុទ្ធជាមួយបិសាចអូទ្រីក៏ប៉ុន្តែសោកស្រាប់តាឆានសោអូទ្រីចូលប្រយុទ្ធជាមួយនឹងនាងក៏ប៉ុន្តែពួកវាក៏បានរត់សម្ដៅមករកអ្នកទាំងអស់គ្នាវិញគ្នាយ៉ាមិនឲ្យឈ្មោះកញ្ញានឹងចឡដែលកញ្ញាម្នាក់ហ្នឹងក៏មានឈ្មោះថាលីសងយ៉ានដែលជាអ្នកខ្លាំងលេខ1នោះអីហើយនឹងក៏បានព្យាយាមបញ្ចុះបិសាចអូទ្រីផងដែរកុំឲ្យពួកវារត់សម្ដៅទៅរកអ្នកទាំងអស់គ្នានោះអីក៏ប៉ុន្តែនាងទប់ទល់បានតែមួយទេព្រោះផ្សេងទៀតក៏បានរត់ទៅចំណែកអាស៊ីវហ៊ូវិញវាក៏បាននិយាយទៅកាន់តែឯប្រុសរបស់យើងថាកុំតែមានការវាយប្រហារពីបិសាចអូទ្រីទេកុំអីតួឯប្រុសរបស់យើងទុកបោះវាហើយវាក៏បាននាំប៉ពួករបស់វាព្យាយាមរត់នៅពេលនោះកញ្ញាលីសងយ៉ានក៏បាននិយាយថាឲ្យអាមួយនោះដើម្បីមកជួយទប់ទល់កុំឲ្យអាបិសាចអូទ្រីបើការវាយប្រហារទៅកាន់សិស្សធម្មតានៅពេលនោះតួឯប្រុសរបស់យើងក៏បាននិយាយថាអេកញ្ញាម្នាក់នោះហៅហែងហើយវាក៏បាននិយាយទៅកាន់តួឯប្រុសរបស់យើងថាឲ្យឆាប់បិទមាត់ភ្លាមហើយនៅពេលនោះតួឯប្រុសរបស់យើងក៏បាននិយាយទៅកាន់កញ្ញាលីសងយ៉ានថាកញ្ញាលីសងយ៉ានអាអ្នកខ្លាំងនៅមហាវិទ្យាល័យទី3ដែលមានកម្លាំងបន្តពីនាងវានៅទីនេះហើយវាបាននិយាយថាវាក៏អាចសម្លាប់បិសាចផ្កាយ2បានតួឯប្រុសរបស់យើងពិតជាសាំខ្លាំងមែនតើដោយសារមនុស្សវារៀបគម្រោងការរត់ក៏ប៉ុន្តែតួឯប្រុសរបស់យើងបំផ្លាញគម្រោងការរបស់វាអស់លេងអូខេណាបងប្អូនសាយរឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងរបស់អេមីនតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាពីខ្ញុំបាទ HD សម្រាប់រឿងជួបគ្នានៅវីដេអូក្រោយភេថ្មីទាំងអស់គ្នាបាយបាយកុំភ្លេចសាប់ផងទស្សនាទាំងអស់គ្នាដែរបាទដោយផ្ដើមក្បាលសារៀនដំបងដែលតវិភេកមុននេះឯងតួឯប្រុសរបស់យើងក៏បានស្រែកទៅកាន់កញ្ញាលីសងយ៉ានថាអបិស៊ីវហ៊ូដែលស្ថិតនៅមហាវិទ្យាល័យទី3ដែលកម្លាំងរបស់វាគឺខ្លាំងបន្ទាប់ពីអ្នកនាងនោះវាបាននិយាយថាវាអាចកម្ចាត់បិសាចផ្កាយ2នេះបានហើយដល់ពេលនោះអបិហ៊ូវាក៏បាននិយាយថាស៊ូឆានអញបាននិយាយពេកនេះកែវិពេណាតួឯប្រុសរបស់យើងក៏បាននិយាយថាហេអញប្រឡះលេងតែកញ្ញាយ៉ានបានហៅវាមែនតែននាងក៏បានហៅទៅកាន់អបិស៊ីវហ៊ូថាស៊ីវហ៊ូមកជួយកម្ចាត់ឆានសត្រីនេះដើម្បីកុំឲ្យវាទៅវាយប្រហារជាមួយនឹងសិស្សផ្សេងទៀតហើយធ្វើឲ្យអាស៊ីវហ៊ូវាក៏ពិតជាភ័យខ្លាំងមែនតើនៅពេលនោះតើឯប្រុសរបស់យើងបាននិយាយឌឺវាថាតែឯងខ្លាចមែនទេអាស៊ីវហ៊ូហើយនៅពេលនោះអាស៊ីវហ៊ូវាក៏បាននិយាយថាវាមិនខ្លាចនោះទេហើយវាក៏បានហក់ចូលទៅវាយជាមួយនឹងឆានសត្រីក៏ប៉ុន្តែគ្មានបានមកផែឡើយត្រូវបានឆានសត្រីដាក់ប៉ាំងពួកក្បាលរត់មកវិញគឺពិតជាគួរឲ្យអាណិតខ្លាំងមែនតើនៅពេលនោះឆានសត្រីក៏បានរត់សម្ដៅទៅកាន់តួឯកប្រុសរបស់យើងម្ដងហើយតួឯកប្រុសរបស់យើងក៏បាននិយាយថាអាប៉ែហ៊ូក៏ពិតជាកាខ្លាំងមែនតើហើយអាប៉ែហ៊ូវាក៏បាននិយាយទៅខឹងថាស្ដីហើយគ្រាន់តែជាក្មេងធម្មតាមើលងើយអញអាពងក្ដោចំណែកកញ្ញាយ៉ានវិញក៏បានវាយជាមួយនឹងអាបិសាចឆានសត្រីនោះប៉ាងមួយហើយនាងក៏រត់សម្ដៅមកជួយតួឯកប្រុសរបស់យើងក៏ព្រោះថានាងក៏បានគិតថាតួឯកប្រុសរបស់យើងគឺជាក្មេងធម្មតានេះឯងនៅពេលនោះតួឯកប្រុសរបស់យើងក៏បាននិយាយថាស្អីគេបិសាចកាត្រឹមតែម្ដាយក៏ងាប់ដែរចំណែកអាប៉ែហ៊ូវិញវាក៏បាននិយាយថាស្ដីគេឯងឈួតមែនទៅវាយជាមួយនឹងបិសាចផ្កាយ2ហើយវាក៏បានសោកយ៉ាងសប្បាយចំណែកឯកញ្ញាយ៉ានវិញក៏បាននិយាយថាបិសាចឆានសត្រីផ្កាយ2មិនអាចជាអ្វីដែលសិស្សធម្មតាអាចវាយប្រហារបាននោះទេក៏ប៉ុន្តែនៅពេលនោះតើឯប្រុសរបស់យើងក៏បានដាក់អាបិសាចឆានសត្រីនោះមកដៃបកាច់បាច់ខ្លួនខ្ទេចទៅចំណែកឯអាប៉ែហ៊ូវិញភ្ញាក់ផ្អើលឡើងលៀនភ្នែកបាត់ទៅហើយកញ្ញាយ៉ានាងក៏បាននិយាយថាបើនាងមិនបានឃើញផ្ទាល់ភ្នែកនាងគឺច្បាស់ជាមិនជឿនោះទេដោយការពីមុននាងក៏បានគិតថាមហាវិទ្យាល័យទាំង3នាងគឺខ្លាំងជាងគេក៏ប៉ុន្តែនៅពេលនេះមានអ្នកខ្លាំងជាងនាងទៅទៀតហើយនាងក៏បានឆ្ងល់ថាតើតួឯកប្រុសរបស់យើងជាសិស្សរបស់អ្នកណាកាត់មកតួឯកប្រុសរបស់យើងវិញនៅជុំវិញខ្លួនរបស់គាត់ពពេញទៅដោយចំហាយធម្មពលភ្លើងហើយនៅពេលនោះក៏ពិតជាឈឺក្បាលយ៉ាងខ្លាំងដោយសារតែធម្មពលរបស់គាត់គឺមិនតបានស្ដារមកវិញពេញលេញនោះទេក៏ប៉ុន្តែឥឡូវនេះក៏បានប្រើវាបន្តិចទៀតដែលធ្វើវាគឺបានប្រតិកម្មនេះឯងហើយនៅពេលនោះសឡុងហើយនឹងលីក៏បានសួរទៅកាន់គាត់ថាតើគាត់មិនអីទេមែនហើយស៊ូឆាន់ក៏បានតបទៅវិញថាគាត់គឺមិនអីនោះទេក៏ប៉ុន្តែគាត់មានអារម្មណ៍ថាគាត់គឺរៀងឈឺក្បាលបន្តិចបន្តួចតែប៉ុណ្ណោះហើយចំណែកលីក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាគាត់ក៏ពិតជាអស្ចារ្យដោយសារតែគាត់បានឡើងទៅដល់កម្រិតផ្កាយ2ដោយមិនចាំបាច់ចូលពណ៌ផ្កាយនោះទេហើយសឡុងក៏បាននិយាយអញ្ចឹងដូចគ្នាដែរថាតួឯកប្រុសរបស់យើងក៏ពិតជាពិសេសខ្លាំងមែនទែនចំណែកកញ្ញាយ៉ាវិញក៏បានដើរមកនិយាយជាមួយនឹងតួឯកប្រុសរបស់យើងហើយនាងក៏បាននិយាយថាស៊ូឆាន់ហើយអ្វីបានជានាងមិនដែលលើអំពីស៊ូឆាន់ពីមុនមកនៅពេលនោះស៊ូឆាន់ក៏បានឆ្លើយទៅកាន់នាងវិញថាស៊ូឆាន់ខ្ញុំគឺជាមនុស្សដែលគ្មានធម្មពលវេទមន្តនៅពេលនោះកញ្ញាយ៉ានក៏បាននិយាយថាបើអ្នកមិនចង់និយាយទេអញ្ចឹងបំភ្លេចវាចោលទៅហើយនាងក៏បានធ្វើដំណើរចាក់ចេញទៅមុននឹងធ្វើដំណើរចាក់ចេញនាងក៏បាននិយាយទៅកាន់ស៊ូឆាន់ថាបើប្រៀបធៀបទៅនាងគឺមិនចាញ់គាត់នោះទេហើយ
ដែលធ្វើឲ្យតួឯប្ររបស់យើងគាត់ក៏ពិតជាកាំងខ្លាំងមែនទេហើយក៏បាននិយាយក្នុងចិត្តថាអញប្រាប់ការពិតឲ្យមិនជឿអីយីប៉ែនេះហើយដល់ពេលនោះតួឯប្ររបស់យើងក៏បានបបួលគ្នារបគាត់ដើម្បីចាក់ចេញពីទីនេះហើយគាត់ងាកទៅក៏បានឃើញអាប៉ែហ៊ូមិនតន់ចាក់ចេញទេហើយក៏បានសួរទៅកាន់អាប៉ែហ៊ូថាហើយអ្វីបានជាឯងមិនតន់ចាក់ចេញទៀតចំណែកអាប៉ែហ៊ូវាក៏បាននិយាយថាវាក៏ចង់ដើរជាមួយនឹងតួឯប្ររបស់យើងដែរហើយវាក៏បានគិតថានៅក្នុងការធ្វើដំណើរជាមួយនឹងតួឯប្ររបស់យើងគឺសុវត្ថិភាពបំផុតដូច្នេះហើយមិនថាមានរឿងអ្វីកើតឡើងនោះទេវានឹងដើរជាមួយនឹងតួឯប្ររបស់យើងហើយតួឯប្ររបស់យើងក៏បានសួរទៅកាន់វាថាតើមានហេតុផលអ្វីដែលគាត់ត្រូវយកវាទៅតាមនៅពេលនោះវាក៏បានលោតជង្គង់គោរពតួឯប្ររបស់យើងហើយវាក៏បានសុំតួឯប្ររបស់យើងធ្វើជាឪពុកចិញ្ចឹមរបស់វាដែលធ្វើឲ្យអ្នកទាំង3នាក់នោះគឺពិតជាកាំងខ្លាំងមែនទែនហើយតួឯប្ររបស់យើងគាត់ក៏បាននិយាយថាឯងក៏ពិតជាពូកែខ្លាំងមែនទែនហើយគាត់ក៏បានព្រមឲ្យវាធ្វើដំណើរជាមួយហើយសាររបស់យើងក៏បានកាត់មកអ្នកទាំង5នាក់ក៏បានធ្វើដំណើរមកដល់ច្រកចេញនៃកន្លែងធ្វើការតេស្តសាកល្បងនេះឯងហើយនៅពេលនោះសូឡុងក៏បាននិយាយថានៅខាងក្នុងទ្វេនេះគឺមានអារ៉េចាក់ចេញពីទីនេះមួយហើយនៅពេលនោះលីលីក៏បានសួរទៅកាន់កូនម្នាក់ថាមិននាំគ្នាបើកទ្វេនេះហើយឲ្យមួយនោះក៏បានប្រាប់ទៅកាន់លីលីថាទ្វេនេះតតែអ្នកដាំដុះកម្រិតផ្កាយ2ទើបអាចបើកវាបានហើយលីលីក៏បានប្រាប់ទៅតួឯប្ររបស់យើងតផងដែរចំណែកខាងក្រោយវិញក៏មានឆែនសត្រីជាច្រើនជាមួយនឹងបិសាចជាចោក៏បានរត់សម្ដៅមករកអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នានោះក៏ពិតជាភ័យខ្លាំងមែនទែនហើយចំណែកឯអាលីងសៀវជាមួយនឹងកញ្ញាលូត្រូវបានកូនចៅអាប៉ែម្នាក់ក៏បានរុញចេញហើយវាក៏បាននិយាយថាទៅក្រោយទៅចុះមិនបានដេញអ្នកខ្លាំងចេញទៅក្រោយចឹងតែអ្នកដឹងថាធម្មពលវេទមន្តរបស់ខ្ញុំជាអ្វីដែរឬទេហើយអាប៉ែនោះវាក៏បាននិយាយថាអញមិនខ្វល់តែធម្មពលវេទមន្តរបស់ឯងជាស្ដីនោះទេសំខាន់ចាញ់ឲ្យឆ្ងាយទៅហើយអាប៉ែនោះកញ្ញាលូក៏បាននិយាយថាតែអ្នកចង់បញ្ជូនខ្ញុំឲ្យទៅស្លាប់មែនទេហើយនាងក៏បានណែនាំឈ្មោះតែនាងគឺមានឈ្មោះថាចៅលូដែលគឺជាទេពអប្សរហើយនាងក៏បានសុំឲ្យអាប៉ែហ្នឹងឲ្យនាងចូលទៅក្នុងទៅមិនចូលក្នុងទ្វេគ្នាយើងចូលទៅខាងក្នុងចំណោមមនុស្សហើយដល់ពេលនោះអាប៉ែនោះក៏បានយល់ព្រមឲ្យនាងចូលហើយដល់ពេលនោះគ្នារបស់តួឯប្ររបស់យើងក៏បានដល់គ្នារកចូលទៅក៏ប៉ុន្តែអាលីងសៀវវាក៏បានងាកឃើញហើយវាក៏បាននិយាយថាអាស៊ូឆាន់ឲ្យចូលមកធ្វើអីហើយអាប៉ែក្បាលតងោប៉ែអាលេខ11នោះវាក៏បានចង់អល់ទៅកាន់តួឯប្ររបស់យើងនឹងគ្នារបស់គាត់ហើយវាក៏បាននិយាយថាពួកឯងចូលមកធ្វើអីហើយលើអញនិយាយតែមែនអញឲ្យពួកឯងចេញទៅហើយតួឯប្ររបស់យើងក៏បាននិយាយទៅកាន់វាថាអញចូលទៅបើកទ្វេហើយចង់មិនដែលធ្វើអាក្បាលតងោនោះក៏ពិតជាសោកចង់អាយ៉ះមកហើយវាក៏បាននិយាយថាដីសង្ឃឹមពួកវាគឺមានតែកញ្ញាលីសងយ៉ានតែប៉ុណ្ណោះហើយវាក៏បាននិយាយទៀតថាប្រសិនបើតួឯប្ររបស់យើងអាចបើកទ្វេនេះបានមែនវាហៅតួឯប្ររបស់យើងថាប៉ាប៉ាហើយតួឯប្ររបស់យើងក៏បាននិយាយថាហើយចាំតែមើលទៅហើយវាក៏បានតបទៅវិញថាស្ដីគេពងប្រប៉ិនកូនដៃបើកទ្វេនឹងមិនរួចហើយតួឯប្ររបស់យើងក៏បាននិយាយទៅកាន់វាវិញថាមាត់ស្អុយខ្លាំងចំណែកឯកញ្ញាលូវិញក៏បាននិយាយថាអាប៉ែម្នាក់នេះប្រហែលជាដេញតាមនាងហើយបានមកដល់កន្លែងហ្នឹងដែរសម្ដៅទៅតួឯប្ររបស់យើងកញ្ញាម្នាក់ក៏ពិតជាជឿជាក់ខ្លាំងមែនទេហើយដល់ពេលនោះអាមួយនោះវាក៏ប្រុងចាប់តួឯប្ររបស់យើងដើម្បីបោះទៅឲ្យសត្វបិសាចស៊ីហើយលីងសៀវវាក៏បានគិតថាតួឯប្ររបស់យើងគឺសំតែស្លាប់នៅពេលនោះអាប៉ែហ៊ូក៏បានទះកាភ្លៀងអាប៉ែក្បាលតងោនោះមកកាភ្លៀងផ្លាច់ដួលទៅសកាន់លើអាប៉ែលីងសៀវអ្នកទាំងអស់គ្នាអាប៉ែក្បាលតងោក៏មានឈ្មោះថាស៊ីហើយនៅពេលនោះអាប៉ែហ៊ូបាននិយាយថាហើយអាស្គាល់អញទេមែនហើយអាក្បាលតងោវាក៏បាននិយាយថាបងប្រុសហ៊ូនៅពេលនោះវាក៏ត្រូវបានមួយកាភ្លៀងទៀតដួលទៅសកាន់អាមួយនោះមួយទៀតចង់ងាប់វិញគ្នាហើយនៅពេលនោះអាប៉ែស៊ីហើយវាក៏បាននិយាយទៀតថាបងប្រុសហ៊ូអាប៉ែនោះគឺជាការសំណល់នៃមហាវិទ្យាល័យទី2ហើយក៏ត្រូវមកកាភ្លៀងទៀតទៅសកាន់លើអាលីងសៀវម្ដងទៀតហើយនៅពេលនោះអាលីងសៀវវាក៏បានឆ្ងល់ថាហើយអ្វីបានជាអាប៉ែហ៊ូទៅការពារកាកសំណល់នៃមហាវិទ្យាល័យទី2អញ្ចឹងហើយសាររឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ admin ទាំងម្ដងដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាពីខ្ញុំបាទ HOD សម្រាប់រឿងជួបគ្នានៅវីដេអូក្រោយពេលថ្មីទាំងអស់គ្នាបាយបាយយកលោកជំរឿនសួរក៏ជាសួរស្ដីបងប្អូនអរគ្នាថ្ងៃនេះដែរមានមកបន្តខ្សែរឿងហាត់ប្រាំងខ្លាចជាអ្នកខ្លាំងភាគទី9បន្តទៀតហើយគ្នាយ៉ាងណាដែលចង់ខមមិនលេងឲ្យខមមិននៅក្រោមវីដេអូនេះបាន admin នឹងចាំ reply ខមមិនគ្នាយ៉ាងហើយមុននឹងចោលដល់ខ្សែរឿង admin សូមចាត់បងប្អូនដែលមិនទាន់បាន subscribe ជួយ subscribe ឲ្យ admin ម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យ admin ធ្វើវីដេអូបន្តទៀតតើបើចង់ដឹងខ្សែរឿងវាល្អមកយ៉ាងណាចោលទស្សនាទាំងអស់គ្នាដែរបាទដោយផ្ដាំក្បាលខ្សែរឿងរបស់អាប៉ែហ៊ូក៏បាននិយាយថាខ្ញុំធ្វើតែប្រព័ន្ធនេះតែអ្នកពេញចិត្តដែរឬទេចំណែកឯអ្នកទាំងពីរនេះវិញស្មានតែអាប៉ែហ៊ូនិយាយមកកាន់ខ្លួនក៏បាននិយាយថាពេញចិត្តអាលីងសៀវវាក៏បាននិយាយថាកំគួរសំពេកអីក៏ប៉ុន្តែអាប៉ែហ៊ូទៅដល់ក៏បានរុញក្បាលពួកវាចេញហើយក៏បាននិយាយថាណាស៊ូពីអ្នកឯងហើយអាប៉ែហ៊ូក៏បានទៅគោរពតួឯប្ររបស់យើងហើយវាក៏បាននិយាយថាបើតួឯប្ររបស់យើងមិនពេញចិត្តអាចប្រាប់ទៅកាន់វាបានហើយអាមនុស្សវាក៏បានឆ្ងល់ថាស្អីគេតើវាមានន័យអាម៉េចវិញចំណែកឯអាប៉ែនេះវិញក៏បាននិយាយថាសៀវហ៊ូមែនទេហើយកញ្ញាលូម្នាក់ហ្នឹងក៏បានកត់ឈ្មោះអាប៉ែហ៊ូចូលទៅក្នុងសភៅក្បាលឆ្កែរបស់នាងហើយចំណែកឯឆានសត្រីជាមួយនឹងបិសាចចចក៏បានរត់ចិត្តមកដល់អ្នក
ទាំងអស់គ្នាផងដែរហើយអ្នកទាំង3អ្នកនេះវិញក៏បានចូលទៅប្រយុទ្ធជាមួយនឹងពួកវាដើម្បីទប់ទល់ហើយប្រដៃប្រមាណអ្នកក៏បានស្រែកហៅហើយនៅពេលនោះកញ្ញាយ៉ានក៏បានរត់ទៅបើកទ្វារសម្រិតនោះចំណែកអាប៉ែវ័យវិញត្រូវបានឆានសត្រីវាយឡើងប៉ែងហើយវាក៏បាននិយាយទៅកាន់កញ្ញាយ៉ានថាវាមិនអាចទប់ទល់បានទៀតនោះទេហើយចំណែកកញ្ញាយ៉ានវិញក៏បើកទ្វារបានដែរឬអត់ហើយកញ្ញាយ៉ានក៏បានតបទៅវាវិញថានាងគឺមិនអាចបើកទ្វារបាននោះទេតតែអ្នកដាំដុះកម្រិតផ្កាយ2ទៅបើកវាបានដោយលឺនាងនិយាយដូចនេះធ្វើឲ្យអ្នកទាំងអស់គ្នានោះក៏ពិតជាភ័យស្លន់ស្លោខ្លាំងមែនទេដោយសារតែក្តីសង្ឃឹមរបស់ពួកគេគឺជាកញ្ញាលីសងយ៉ាងប្រសិនបើនាងបើកទ្វារមិនបានទេពួកគេនឹងស្លាប់នៅទីនេះហើយមើលទៅហើយដល់ពេលនោះតើឲ្យប្រុសរបស់យើងក៏បានដើរទៅបើកទ្វារម្ដងហើយអាប៉ែវ័យវាក៏បាននិយាយថាស្ដីគេហើយតើឲ្យប្រុសរបស់យើងក៏បាននិយាយថាក៏អាចបើកទ្វារសម្រិតនេះបានហើយអាប៉ែវ័យវាក៏បាននិយាយទៀតថាស្ដីគេឯងហើយវាក៏បានដើរទៅខកទៅឲ្យប្រុសរបស់យើងហើយវាក៏បាននិយាយថាហើយកុំទៅបង្កបញ្ហាអីអាការដែលហែងរកបានយូរនេះវាទុកជាអភូតហេតុបាត់ទៅហើយចំណែកអាលីងសៀវវិញវាក៏បាននិយាយថាស៊ូឈិនហើយនិយាយបែបនេះគ្មានអាណាជឿហែងនោះទេបើគេជឿហែងមានតែគេនោះឈួតហើយនៅពេលនោះតើឲ្យប្រុសរបស់យើងក៏បាននិយាយថាចាញ់ពីផ្លូវអញទៅអញដឹងពីរបៀបបើកទ្វារហើយអាប៉ែវ័យវាក៏បាននិយាយថាអាមួយនេះនិយាយពីរបៀបបើកទ្វារងាយណាស់មែនណាតើអ្នកដាំដុះកម្រិតផ្កាយពេទៅបាច់បើកបានហើយដល់ពេលនោះតើឲ្យប្រុសរបស់យើងក៏បានទៅដល់គាត់ក៏បានស្រែកថាអាលីលីងសៀវគឺជាមនុស្សល្ងងចំណែកអាវ័យបៃហុយគឺជាកូនខ្លាអាមនុស្សល្ងងទាំងពីរផ្ដល់កម្លាំងឲ្យខ្ញុំហើយស្ដីទៀតអត់មានតែនិយាយទៅវល់ពីហ្នឹងឡើយអត់និយាយទៀតហើយដល់ពេលនោះតើឲ្យប្រុសរបស់យើងក៏បានរុញទ្វារនោះហើយលីងសៀវវាក៏បាននិយាយថាបើឯងបើកបានមែនអស់ចាដល់ពេលនោះតើប្រុសរបស់យើងក៏ពិតជាបើកទ្វារនោះបានមែនដែលធ្វើឲ្យលីងសៀវវាភ្ញាក់ផ្អើលខ្លាំងមែនតើអាប៉ែវ័យក៏ដូចគ្នាអាពេលនឹងបើកមាត់ធំយកតែម្ដងចំណែកកញ្ញាយ៉ាងក៏បាននិយាយថាផ្កាយ2ក៏ពិតជាបានឈានទៅដល់កម្រិតផ្កាយ2ចំណែកអាសត្វបិសាចក៏បានសម្រុកចូលមកផងដែរហើយអ្នកទាំងអស់គ្នានោះក៏បាននាំគ្នារត់ចូលទៅក្នុងទ្វារសម្រិតនោះចំណែកអាមួយនេះវាក៏បាននិយាយថាទ្វារសម្រិតត្រូវបានបើកដោយក្មេងប្រុសម្នាក់ដែលមិនដែលស្គាល់តតែសោះវាក៏ពិតជាឡូយហើយពួកវាក៏បានដើរចូលទៅក្នុងទ្វារសម្រិតនោះដែរទៅដោយវាក៏បាននិយាយថាពួកវាគឺត្រូវបំពេញកិច្ចការដែលលោកលូឆាវដាក់ឲ្យដែលមិនដឹងថាលោកលូឆាវនឹងពីណាគេនោះទេហើយសាររបស់យើងក៏បានកាត់មុខខាងក្នុងវិញអ្នកទាំងអស់គ្នាក៏បានចូលមកដល់ហើយពួកគេបានធ្វើដំណើរទៅបន្តិចនៅពេលនោះកញ្ញាយ៉ានក៏បានឈប់ដោយសារតែនៅខាងមុខក៏មានបិសាចពេញពេងយ៉ាងធំមួយដោយបេសកកម្មរបស់ពួកគេគឺត្រូវកម្ចាត់បិសាចមួយនេះដើម្បីចាក់ចែងពីកន្លែងតែសាឡបងមួយនេះនឹងឯងហើយនៅពេលនោះបិសាចពេញពេងនោះក៏បាននិយាយថាសុទ្ធតែជាអាហារដ៏ឈ្ងុយឆ្ងាញ់ហើយអាហារស្រស់តែម្ដងនៅពេលនោះក៏មានអាប៉ែម្នាក់ក៏បាននិយាយថានេះគឺជាមេបិសាចផ្កាយ2ហើយនាងក៏ជាមេបិសាចផងដែរដែលរហស្សនាមរបស់នាងគឺជាព្រះនាងពេញពេង55អាប៉ែសក់តុងដែងក៏បាននិយាយថាតើមានរឿងអ្វីកើតឡើងតើស្ដេចបិសាចអាចកើតឡើងនៅទីនេះដោយរបៀបណានៅពេលនោះបិសាចពេញពេងនោះក៏បានចាប់អាប៉ែម្នាក់នោះទៅស៊ីបាត់ទៅហើយនាងក៏បាននិយាយថាគឺពិតជាឆ្ងាញ់ខ្លាំងមែនទែនហើយដល់ពេលនោះអាប៉ែម្នាក់ក៏បានអស់សង្ឃឹមវាក៏បាននិយាយថាមុនដំបូងវាគិតថាចូលមកក្នុងទ្វារសម្រិតនេះគឺរួចខ្លួនក៏ប៉ុន្តែខុសពីការគិតរបស់វាទាំងស្រុងពួកយើងគឺត្រូវទៅស្លាប់នៅទីនេះហើយមើលទៅនៅពេលនោះកញ្ញាយ៉ានក៏បាននិយាយថានាំគ្នាក្រោកឈរដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងសត្វចម្លែកទាំងអស់នេះហើយអ្នកខ្លះវិញវាក៏បាននិយាយថាយើងមិនអាចចាក់ចេញបាននោះទេក៏ព្រោះថាបិសាចផ្កាយ2គឺវានៅចាំនៅមាត់ផ្លូវនេះចំណែកកញ្ញាយ៉ានក៏បានហោះទៅវាយគ្នាជាមួយនឹងបិសាចពេញពេងក៏ប៉ុន្តែគ្មានគីឡូជាមួយបិសាចពេញពេងនោះទេត្រូវបានបិសាចពេញពេងដាក់នាងឡើងប៉ើងធ្លាក់មកក្បែរជើងតើឲ្យប្រុសរបស់យើងនៅពេលនោះតើឲ្យប្រុសរបស់យើងក៏បានលើកនាងឡើងហើយក៏បានសួរទៅកាន់នាងថាតើនាងមិនអីទេមែនហើយនាងក៏បាននិយាយទៅកាន់តើឲ្យប្រុសរបស់យើងថាបិសាចពេញពេងនេះគឺពិតជាខ្លាំងហើយនាងគឺមិនអាចចាត់ការវាបាននោះទេហើយនៅពេលនោះបិសាចពេញពេងនោះក៏បាននិយាយថាចំចំណៃអាហារអញចេះនិយាយណាកញ្ញាយ៉ានក៏បាននិយាយថាអ្នកទាំងអស់គ្នាចាប់រត់គេចភ្លាមទៅកុំឲ្យបិសាចនេះចាប់បានឯសោះហើយប៉ែនោះវាក៏បាននិយាយថាតើវាគួរតែលាក់ខ្លួននៅទីណាបើកន្លែងនេះតូចមួយអញ្ចឹងចំណែកបិសាចពេញពេងក៏បានវាយប្រហារទៅកាន់អ្នកទាំងពីរក៏ប៉ុន្តែត្រូវបានអ្នកទាំងពីរគេចផុតហើយតើឲ្យប្រុសរបស់យើងក៏បាននិយាយថាបិសាចនេះមើងងាយពួកអញខាងខ្លាំងណាស់ហើយកំហឹងរបស់គាត់ឡើងដល់ 10000 ជាងឯណោះនៅពេលនោះគាត់ក៏បានហក់ទៅវាយជាមួយនឹងបិសាចពេញពេងដែលធ្វើឲ្យកញ្ញាយ៉ានគឺពិតជាបារម្ភហើយដល់ពេលនោះតើឲ្យប្រុសរបស់យើងក៏បានដាក់មួយដៃចំជើងរបស់បិសាចពេញពេងហើយគាត់ក៏ត្រូវបានផ្លោងខ្លួនឯងចំណែកបិសាចពេញពេងក៏ពិតជាសប្បាយចិត្តខ្លាំងមែនទេក៏ប៉ុន្តែកុំសប្បាយចិត្តខ្លាំងពេកមើលជើងខ្លួនឯងទៅកញ្ញាពេលនោះជើងរបស់នាងក៏ត្រូវបានប្រេះបែកដែលធ្វើឲ្យបិសាចពេញពេងនោះក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទេចំណែកកញ្ញាយ៉ានក៏ភ្ញាក់ផ្អើលដូចគ្នាហើយនាងក៏បាននិយាយថាស៊ូឈិនគឺខ្លាំងជាងនាងនៅពេលនោះតើឲ្យប្រុសរបស់យើងក៏បាននិយាយថាស្អីគេមកដៃបំផ្លាញបានតែជើងមួយទេចំណែកប៉ាដៃមិនដឹងរឿងក៏បាននិយាយថាតើអ្នកណាគេជាអ្នកបំផ្លាញជើងរបស់ម្ចាស់សត្រីពេញពេងហើយមកទេវាក៏បាននិយាយថាប្រហែលជាលីសងយ៉ាននៅនឹងដាតាបើកភ្នែកទៅពួកអស់នេះហើយដល់ពេលនោះម្ចាស់សត្រីពេញពេងក៏បានខឹងជាខ្លាំងហើយនាងក៏បានបញ្ជាទៅកាន់កូនពេញពេងតូចៗដើម្បីទៅសម្លាប់មនុស្សទាំងអស់ដែលនៅទីនេះហើយចំណែកប៉ែវ័យវិញវាក៏បាននិយាយថាកញ្ញាយ៉ានយើងគួរតែចាក់ចេញពីទីនេះឲ្យលឿនចំណែកលីងសៀវវិញវាក៏បាននិយាយថាវាគ្មានប្រយោជន៍នោះទេក៏ព្រោះថាច្រកចេញក៏មានពោពេញទៅដោយបិសាចផ្កាយ2បើចាក់ចេញនៅពេលនេះវាមិនខុសអីពីការស្វែងរកសេចក្តីស្លាប់នោះទេហើយប៉ែវ័យវាក៏បាននិយាយថាវាប្រសើរជាងការរងចាំស្លាប់
lính siêu về các bạn này từ vinh thá rong chăm slap về prasa chiên từ rột slap chấm na tụi pro bỏ giờ vinh coi các bạn này vậy thá chiếc phò thế đấy hay coi các bạn từ xăm tụi sạp bỏ bẹ vay đầm bay kho tới cái nhà mù rong đặt vào pi nó cái chỉ ngó hay pi này tới cái chỉ cá chấm na bẹ vay với các bạn này vậy thá chật ngò bói nó kết pi ảnh trắng thế là buộc đó ở sai được bòi với các bạn cắt một cái nhà mù rong cầm pong tay cầm chặt chỉ mùi nằng may bị sai mũi hay may bị sai mùi nó cực men cái lôi chỉ mùi nằng neng nụ té nó phải đàn em ba cầm chặt may bị sai nó hay này các bạn thôi làm nãy chơi mốt cầm men mình tôi mình nè các bạn rong chăm neng vào đấy nó phải đặt khơi chỉ mùi nằng cái nhà mù rong đài chơi mốt cái nhà tôi nấu các bạn rong prong tạo chỉ mùi nằng cái nhà mù rong cầm tay tay neng chặt các bạn chóp hay này các bạn tẹt câu bị bay đáy đầm bay đưa từ căn cái nhà mù rong hay là phải nó buộc các bạn thôi làm nãy chạy chơi tới hay cài một này với tụi pro bòi các bạn gì tha lươn máu hỏi xe rồi bòi cái bạn cắt chặt trầm tay bạn đấy còn tay mình phải hấp hết đậm tí xanh cái này đào tụi pro bòi cái cứ xong từ sau bò bẹ vay đầm bay kho tới cái nhà mù rongก็មាន head for របស់គាត់ក៏ព្រោះថាពេលគាត់និយាយពេល I love you ទៅកាន់កញ្ញាមូរងគឺវាមិនតាន់គ្រប់នោះទេដូច្នេះហើយគាត់គឺសុំទូរស័ព្ទរបស់បែកវ៉ៃដើម្បីខលទៅកញ្ញាមូរងដើម្បីនិយាយពាក្យថា I love you ទៅកាន់កញ្ញាមូរងឲ្យគ្រប់100ដងដើម្បីបំពេញ mission របស់គាត់នេះឯងហើយនៅពេលដែលវាគ្រប់100គឺថាប្រព័ន្ធបានបើកវិជាវេទមន្តថ្មីឲ្យគាត់ហើយអត់មានប្រហែលតែប៉ុណ្្នឹងទេដោយសារតែអត់មានធ្វើអត់តអញ្ចឹងអត់មានធ្វើបានតាមប្រភេទអូខេអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងរបស់អេមីនតាមឡានរត់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាពីខ្ញុំបាទ HD សម្រាប់រឿងជួបគ្នានៅវីដេអូក្រោយភាគថ្មីរបស់គ្នាបាយបាយហើយកុំភ្លេចសាប់ឲ្យអេមីនម្នាក់មួយផងដងបាសរឿងពេទ្យទី10របស់យើងដំបងអាប៉ែវៃក៏បានហៅទូរស័ព្ទឲ្យទូឲ្យប្រុសរបស់យើងហើយវាក៏បាននិយាយថាយើងប្រមានឯងហាមធ្វើអ្វីប្រព្រឹត្តដែរសោះហើយសាររបស់យើងក៏បានកាត់មកកញ្ញាមូរងវិញដែលនេះគឺកំពុងតែរៀបចំដើម្បីណែនាំទៅកាន់ប៉ាដែរទាំងអស់នោះចំណែកប៉ាដែរទាំងអស់នោះវិញវាក៏បាននិយាយថាទីបំផុតយើងបានឃើញការណែនាំរបស់កញ្ញាមូរងម្ដងទៀតហើយមកទៅកញ្ញាមូរងក៏ពិតជាស្រីស្អាតដាច់គេមែនហើយនៅពេលនោះអនសក់ពូកាជូក៏បានយកសន្លឹកកិច្ចការជាច្រើនឲ្យមកកញ្ញាមូរងហើយនឹងក៏បានទម្លាក់ផាំងហើយនឹងក៏បាននិយាយទៀតថានេះគឺសម្រាប់បងស្រីមូរងហើយនៅពេលនោះក៏មាននរណាម្នាក់ក៏បានខលមកកញ្ញាមូរងចំណែកអូនស្រីសក់ពូកាជូក៏បានលើកហើយនាងក៏បានហុចទូរស័ព្ទទៅឲ្យកញ្ញាមូរងដើម្បីនិយាយជាមួយនឹងអ្នកតេនោះដែលអ្នកខលមកនោះគឺជាតួឯប្រុសរបស់យើងនឹងឯងនៅពេលនោះតួឯប្រុសរបស់យើងក៏បាននិយាយថាកញ្ញាមូរងខ្ញុំស្រឡាញ់អ្នកហើយក៏បាននិយាយពាក្យនេះចំនួន3ដងដើម្បីបង្ក្រប់នេះឯងដែលធ្វើឲ្យកញ្ញាមូរងជាមួយនឹងអូនស្រីសក់ពូកាជូក៏ពិតជាកាំងខ្លាំងមែនតើជាមួយនឹងពណ៌ដៃទាំងអស់នេះផងដែរហើយចំណែកអាប៉ែវៃណែវិញវាក៏បានចែកទៅកាន់តួឯប្រុសរបស់យើងថាពងកដោឯងកំពុងតែនិយាយស្អីនឹងដែលធ្វើឲ្យកញ្ញាមូរងក៏ពិតជាឈឺក្បាលហើយនៅពេលនោះតួឯប្រុសរបស់យើងក៏បាននិយាយថាទីបំផុតវាបានជោគជ័យហើយចំណែកពណ៌ដៃអស់នេះវិញវាក៏បាននិយាយថាប៉ែនោះជាអាណាគេហើយចាំមើលបានឃើញមុខហែងហើយដល់តើកិច្ចមិនរួចអូនវាយឯងតងាប់ហ្នឹងហើយមើលទៅពណ៌ដៃហ្នឹងក៏ពិតជាខឹងខ្លាំងមែនតើទៅកាន់តួឯប្រុសរបស់យើងហើយគឺថាពណ៌ដៃហ្នឹងវាខឹងតែប៉ុណ្្នឹងតែចំណែកឯកញ្ញាសក់ពូកាឈូរបស់យើងគឺខឹងឡើងឆេះដុំតែម្ដងហើយដល់ពេលនោះកញ្ញាមូរងក៏បានគួរតកផាំងហើយនឹងក៏បាននិយាយថាពួកឯងចាប់ស្កាត់មាត់ភ្លាមហើយនឹងក៏បាននិយាយបន្តទៀតថាបុរសម្នាក់នោះក៏មានឈ្មោះថាស៊ូឆិនហើយដល់ពេលនោះពណ៌ដៃវាក៏បាននិយាយថាស៊ូឆិនមែនទេស៊ូឆិនហ្នឹងវារៀននៅថ្នាក់ទីប៉ុន្មានហើយនៅសាលាណាដែរហើយពួកវាក៏មិនដែលលើឈ្មោះថាស៊ូឆិននោះទេចំណែកកញ្ញាមូរងវិញនឹងក៏បាននិយាយថាស៊ូឆិនគឺជាមិត្តប្រុសរបស់នាងដែលធ្វើឲ្យពណ៌ដៃនិងអូនសក់ពូកាជូក៏ពិតជាភ្ញាក់ផ្អើលដល់ពេលនោះកញ្ញាមូរងក៏បានធ្វើដំណើរចាក់ចែងទៅចំណែកអូនសក់ពូកាជូក៏បានទៅតាមនាងហើយកញ្ញាមូរងនឹងក៏បានគិតក្នុងចិត្តថាស៊ូឆិនអាចមើលអាពងកដោឯងគឺជាខែរបស់អញហើយនៅថ្ងៃអនាគតចាំមើលហើយចំណែកពួកអាដាញអស់នេះវិញវាក៏បាននិយាយថាស៊ូឆិនឯងនឹងចងចាំឈ្មោះឯងទុកអាពងកដោហើយដល់ពេលនោះមនុស្សវាក៏បានបញ្ជាកូនចៅវាឲ្យទៅរកឯកសាររបស់តៃប្រុសរបស់យើងនិងព័ត៌មានរបស់គាត់ថាគាត់នឹងគឺជាអាណាគេហើយមកពីណាដែរមានឋានៈជាអីដែរហើយសាររបស់យើងក៏បានមកតៃប្រុសរបស់យើងវិញដល់ពេលនោះប្រព័ន្ធក៏បានលោតមកហើយវាក៏បានអបអរទៅកាន់តៃប្រុសរបស់យើងទៅធ្វើភារកិច្ចបានជោគជ័យហើយរង្វាន់ដែលតៃប្រុសរបស់យើងទទួលបានគឺចំណេញសត្វលេ10000ក្បាលដែលតៃប្រុសរបស់យើងក៏អាចកោះហៅសត្វលេចំនួន10000ក្បាលបានក្នុងពេលតែមួយដែលតៃប្រុសរបស់យើងនៅពេលនោះក៏ពិតជាវល់ខ្លាំងមែនទែនហើយក៏បាននិយាយថាស្អីគេបញ្ជាក់ម្ដងទៀតមើលហើយប្រព័ន្ធក៏បានបញ្ជាក់ម្ដងទៀតមែនគឺថាតៃប្រុសរបស់យើងគឺទទួលបានសត្វលេចំនួន10000ក្បាលនេះឯងដែលធ្វើឲ្យក៏ពិតជាអស់សង្ឃឹមខ្លាំងតែក៏បាននិយាយថាសត្វលេ10000ក្បាលយកមកធ្វើអីយកមកធ្វើស៊ុបហត់ផតឲ្យសត្វបិសាចពីពេលនោះស៊ីមែនទេហើយដល់ពេលនោះក៏បានឈឺក្បាលខ្លាំងមែនទែនស្អីគេយកសត្វលេមកធ្វើអីយកមកធាក់ហើយក៏យកមកធ្វើអីផ្សេងអត់យល់ទៅនេះហើយដល់ពេលនោះក៏ពិតជាគិតវល់ពីហ្នឹងចំណែកប៉ាដៃប្រហែលអ្នកនេះវិញវាក៏បាននិយាយថាបើនៅតែបន្តបែបនេះពួកយើងច្បាស់ជាស្លាប់ជាមិនខាននោះទេហើយដល់ពេលនោះអាក្បាលទាំងអស់វាក៏បាននិយាយថាវាក៏មានគំនិតល្អមួយដែលនៅក្នុងដៃរបស់វាក៏មានបាល់បៃតងមួយដែលវាគឺជាវត្ថុបុរាណ
បានដែលបាននៃវេតតេជាមួយនឹងសត្វចម្លែកហើយកប់ជួនជាមួយនឹងនោះផងដែរមនុស្សគ្រប់គ្នាកំពុងតែប្រមូលផ្ដុំនៅទីនេះហើយវាក៏ជាឱកាសល្អសម្រាប់ឲ្យពួកវាបំផ្ទុះបាល់នេះដើម្បីតេតេសត្វចម្លែកឲ្យចូលមកស៊ីពណ៌ដែងអននេះដោយការលែកបំពួកសិស្សទាំងអស់នេះចោលគឺគ្មានអ្វីចម្លែកនោះទេហើយវាក៏ជាគំនិតល្អផងដែរហើយនៅពេលនោះវាក៏បានបំផ្ទុះបាល់នេះចោលហើយជាមួយនឹងសត្វបិសាចនៅពេលនោះក៏បានចូលមកសម្រាប់ពណ៌ដែងទាំងអស់នោះផងដែរជាមួយនឹងអាខ្លាទៀតក៏បានងាប់ដោយសារតែពីងពេងខំហើយយើងមើលទៅកាន់អ្នកទាំងអស់គ្នានោះក៏ពិតជាឈឺចាប់ខ្លាំងមែនតើជាមួយនឹងពឹសពីងពេងដែលជ្រាបចូលទៅកាន់ខ្លួនរបស់ពួកគេចំណែកម្ចាស់សត្វត្រីពីងពេងនេះវិញក៏ពិតជាសោកសប្បាយខ្លាំងមែនតើសប្បាយសិនទៅនឹងឯងបែបពីអ្នកនេះវិញវាក៏បាននាំគ្នារត់ទៅយ៉ាងលឿនដើម្បីគេចផុតពីបិសាចពីងពេងចំណែកសត្វទាំងអស់គ្នានោះវិញក៏មានអ្នកខ្លះក៏បានស្លាប់ភ្លាមៗមួយរំពេចភ្នែកតែម្ដងហើយនៅពេលនោះបែបវាយវាក៏បាននិយាយថាសុចិនហើយជួយសង្គ្រោះអ្នកទាំងអស់គ្នាទេមែនហើយចំណែកអាលីងសៀវវាក៏បាននិយាយថាបើជួយអ្នកទាំងអស់គ្នានឹងទៅជួយអញវិញហើយនៅពេលនោះតែប្រុសរបស់យើងក៏បាននិយាយថាពួកឯងបិទមាត់ភ្លាមទៅហើយនៅពេលនោះតែប្រុសរបស់យើងក៏បានគិតក្នុងចិត្តគឺគាត់មិនអាចទម្លាក់សត្វលេនៅទីនេះបានទេប្រសិនបើគាត់ទម្លាក់សត្វលេនៅទីនេះនោះអ្នកទាំងអស់គ្នាគឺមិនស្លាប់ដោយសារសត្វចម្លែកខំនោះទេក៏ប៉ុន្តែអ្នកទាំងអស់គ្នានឹងស្លាប់ដោយសារសត្វលេរបស់ខ្ញុំជន់ឈ្លីនេះឯងហើយនៅពេលនោះអបែវាយវាក៏បាននិយាយថាសុចិនតែឯងកំពុងតែធ្វើអីហ្នឹងឯងកំពុងតែទៅរកសេចក្តីស្លាប់អីវើយចំណែកអាលីងសៀវវិញវាក៏បាននិយាយថាវាគ្រាន់តែជាសម្រាមតែប៉ុណ្ណោះអញ្ចឹងឲ្យវាងាប់ទៅលះបង់វាមួយដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាហើយនៅពេលនោះតែប្រុសរបស់យើងក៏បាននិយាយថាដល់កន្លែងហើយតោះចាប់ផ្ដើមហើយនៅពេលនោះតែប្រុសរបស់យើងក៏បានចាប់ផ្ដើមក៏ហៅសត្វលេជាមួយនឹងសត្វចម្លែកពីងពេងក៏បានចិត្តមកដល់គាត់ផងដែរហើយនៅពេលនោះអបែវាយវាក៏បានឆ្ងល់ខ្លាំងមែនទែននៅពេលនោះក៏មានសត្វលេជាច្រើនក៏បានធ្លាក់មកពីខាងលើហើយមកទៅវាក៏ពិតជាលយដែលធ្វើឲ្យអបែវាយក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយចំណែកអ្នកទាំងអស់គ្នានោះក៏បានភីផងដែរព្រោះខ្លាចសត្វលេក៏បានមកវាយប្រហារពួកគេជាមួយនឹងការជន់ឈ្លីនេះឯងហើយវាធាក់បាច់ពងអញ្ចឹងទៅក៏ប៉ុន្តែសត្វលេក៏មិនបានវាយប្រហារពួកគេនោះទេគឺវាក៏បានរត់សម្ដៅទៅកាន់ម្ចាស់ស្ត្រីពីងពេងដែលធ្វើឲ្យម្ចាស់ស្ត្រីពីងពេងក៏ពិតជាភ័យហើយអាលេមួយក៏បានហោះធាក់ទៅកាន់ក្បាលម្ចាស់ស្ត្រីពីងពេងដកដេមិចអស់100ជាមួយនឹងពួកវារត់ចន់នៅពីលើដកដេមិចអស់មួយទៀតហើយនិយាយច្រើនពេកក៏ហក់ធាក់ក្រានមុខរួមជាមួយនឹងខ្លួនរបស់នាងផងដែរដែលធ្វើឲ្យនាងដកដេមិចអស់10ទៀតក៏ពិតជាលយហើយសាររបស់យើងក៏បានកាត់មកអាតងោពីអ្នកនេះវិញដែលពួកវាកំពុងតែរៀបចំធ្វើដំណើរចាក់ចេញទៅតាម portal មួយនេះក៏ប៉ុន្តែវាក៏បានលើសម្លេងអ្វីមួយក៏ពិតជាអញ្ញែអញ្ញៃហើយដល់ពេលនោះសត្វលេក៏បានបុកទៅកាន់ពួកវាប៉ែងទីអស់ទៅហើយសត្វលេទាំងអស់នោះក៏បានរត់ចូលទៅកាន់ portal មួយនោះស្របគ្នាជាមួយនឹងនោះផងដែរសាររបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងរបស់ admin ទាំងបណ្ដារត់ចប់ហើយជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាពីខ្ញុំបាទ HOD សម្រាប់រឿងជួបគ្នានៅវីដេអូក្រោយភាគថ្មីទាំងអស់គ្នាបាយបាយបងប្អូនមកចង់មកភាគទី11នៅខាងក្រោមវីដេអូមួយហ្នឹងដែលមានខ្ញុំផុសអីផុសយូរដែរហើយឥឡូវខ្ញុំធ្វើការមកសម្រាប់រឿងវិញហើយអត់ច្បាស់ដែរប្រហែលជាសម្រាប់មិនជាប់ទេមើលទៅក៏ប៉ុន្តែខ្ញុំនឹងព្យាយាមដោយសារតែខ្ញុំផ្អាកហ្នឹងមូលហេតុវាគឺខ្ញុំធ្វើគឺអត់បានអីនោះទេអញ្ចឹងទៅចេះតែខ្ជិលហើយខ្ញុំធ្វើរឿងហ្នឹងម្ដងគឺមួយពេកខ្ញុំអាចធ្វើចំណាយពេលពី5ទៅ6ម៉ោងហើយដល់ពេលដែលធ្វើទៅអត់បានអីអញ្ចឹងខ្ញុំគឺថាខ្ជិលខ្លាំងមែនតើទុកពេលរៀនអីអញ្ចឹងណាហើយអូខេសង្ឃឹមថាបងប្អូននឹងយល់បាយបាយជួបគ្នានៅវីដេអូក្រោយ